ដល់មកបាខេតថ្ងៃនេះគាត់សบายរីករាយខុសធម្មតាកម្មវិធីច្រើនហើយនៅពោធិ៍សាត់តែអត់ដែរគឺថ្ងៃនេះប្រហែលជាទឹកដីនៅកន្លែងនេះដែលគួរឲ្យអបអរដែលយើងទាំងអស់មកសម្ពោធសមិទ្ធផលថ្ងៃនេះនៅការដាក់ឲ្យប្រើប្រាស់នៅអគារសិក្សានិងសមិទ្ធផលនានានៅវិទ្យាល័យហ៊ុនសែនប្រម៉ោយនេះហើយក៏សូមអរគុណអាដាមសមាជិកព្រឹទ្ធសភារដ្ឋសភាសមាជិករាជរដ្ឋាភិបាលគណៈធិបតីភ្ញៀវកិត្តិយសមន្ត្រីរាជការលោកគ្រូអ្នកគ្រូក្មួយសិស្សានុសិស្សអ៊ំពូមីងបងប្អូនទាំងអស់ដែលបានអញ្ជើញចូលរួមនៅព្រឹកនេះយ៉ាងច្រើនកកហើយមិញចូលមកឃើញអង្គខ្លះមកតាំងម៉ោង2បាទតែនៅកម្លាំងពេញបឹបព្រោះមិញចូលមកហ្នឹងគឺរស់រវើកបាទមិនត្រឹមតែអាបាល់ខេតទេប្រជាពលរដ្ឋក៏គាត់សប្បាយរីករាយបាទមិញសំបីទូរស័ព្ទរំភើបពេកកៀងដែលចុចថតវិញច្រើនកន្លែងខ្លះទៅទូរស័ព្ទត្រៀមមកយប់ដល់ពេលថតចុចដាច់បាត់អស់ថ្មតែមិញគឺទូរស័ព្ទកៀងតែទោះយ៉ាងណាក៏សប្បាយរីករាយណាស់ដែលបានចូលរួមអបអរសាទរសមិទ្ធផលថ្ងៃនេះដែលសម្ដេចតេជោនិងសម្ដេចគតិបណ្ឌិតបានផ្ដល់ជូនប្រជាពលរដ្ឋនៅទីនេះហើយបើយើងមើលប្រវត្តិនៅទីនេះយើងកាន់តែមានសេចក្តីរំភើបទៅទៀតយើងគិតថាហេសាលានៅទីនេះប្រហែលជាមានអីអស្ចារ្យដូចសាលានៅទីរួមខេត្តដូចសាលានឹងមានអគារមានទីធ្លាត្រូវឲ្យបរិស្ថានល្អមានព្រៃមានអីប៉ុនកុំភ្លេចថាកន្លែងនេះពីមុនជាកន្លែងសង្គ្រាមកន្លែងដែលខ្ទេចខ្ទាំ20ឆ្នាំមុនដែលសម័យរណកម្មត97តាមប្រវត្តិអញ្ចឹងកន្លែងនេះគឺជាកន្លែងមួយដែលយើងអាចថាប្រែក្លាយពីទីវាលរហោឋានកន្លែងសមរភូមិប្រយុទ្ធគ្នាអាចមានគ្រាប់ផ្លោមកជាកន្លែងដែលអាចផ្ដល់នៅការអប់រំសម្រាប់កសាងមូលដ្ឋានអនាគតជូនដល់ប្រជាពលរដ្ឋនៅស្រុកវាលវែងនៅឃុំប្រម៉ោយនៅលង្រៀបនៅតំបន់វាលវែងនេះដែលថាអាចប្រែក្លាយកន្លែងនេះទៅជាកន្លែងកសាងអនាគតខុសពី20ឆ្នាំមុនអញ្ចឹងបើយើងមើលប្រវត្តិទៅវិញកន្លែងនេះដែលហៅថាយើងប្រើពាក្យអរគុណសន្តិភាពអរគុណនយោបាយជ្រះជ្រះកត្តាពីរនេះសំខាន់ណាស់មិញអាដាមអភិបាលខេត្តបាននិយាយឲ្យអរគុណសន្តិភាពអ្នកខ្លះឥឡូវគេនាំគ្នាទៅប្រើពាក្យគេឲ្យអត្តន័យផ្សេងដោយសារកត្តាផ្សេងរឿងក៏គេមួយប៉ុន្តែសួរអ្នកវាលវែងសួរអ្នកនៅកន្លែងនេះហើយអង្គុយសម័យមើល20ជាងឆ្នាំមុនប្រហែលជាយើងគួរតែយល់អត្តន័យជ្រាលជ្រៅនៃការពារអរគុណសន្តិភាពនិងអរគុណនយោបាយជ្រះជ្រះហើយដែលឲ្យយើងមកអង្គុយនៅទីនេះមានសមត្ថភាពមានលទ្ធភាពនៅក្នុងការកសាងកន្លែងមួយកសាងនៅភូមិឃុំមួយកន្លែងទីតាំងដែលធ្លាប់តែជាអតីតសមរភូមិនៅទីនេះមិញនៅក្នុងរបាយការណ៍ឯកឧត្តមខុយរីដាគាត់បានលើកអំពីសក្តានុពលនៅស្រុកវាលវែងមានកន្លែងទីតាំងធម្មជាតិអាចបង្កើតទេសចរណ៍ច្រើនមានមិញខ្ញុំជិះទំរុយចុះមកនៅអូសោមឃើញទឹកស្អាតមានកន្លែងធ្វើវិរិយអគ្គិសនីមានដីអំណោយផលសម្រាប់ធ្វើកសិកម្មប៉ុន្តែកុំភ្លេចថារបស់អស់នេះវានៅរាប់ពាន់រាប់លានឆ្នាំមកហើយប្រែคลายវាឲ្យទៅមានសក្តានុពលនេះវាមិនមែនកើតឡើងរាប់លានឆ្នាំឬមួយរាប់សិបឆ្នាំមុនទេគឺវាកើតនៅពេលនេះជាពិសេសនៅក្រោយការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះឈ្នះអញ្ចឹងយើងអាចថា
បើគ្មាននយោបាយឈ្នះឈ្នះនឹងគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនទេខ្ញុំគិតថាកន្លែងនេះនៅតែកប់ចោលដដែលមិនអាចមានអ្នកណាមកទេព្រោះកន្លែងសង្គ្រាមកន្លែងដែលកាប់ចាក់គ្នាផ្លូវយើងធ្វើរាប់រយគីឡូផ្លូវជាលេខ10តិចទៀតទៅហើយសួរថាបើគ្មានផ្លូវនេះមិនខ្ញុំជិះកន្ទុំរួយពីលើគ្មានមនុស្សណាទៅដល់ទេបាទឲ្យរុកព្រៃទៅមិនងាយទៅបើថាអ្នករុកបានមួយចំនួនប៉ុន្តែបើឲ្យប្រជាពលរដ្ឋទេសចរទៅប្រហែលជាពិបាកអញ្ចឹងការអភិវឌ្ឍកន្លែងនេះក៏ដូចជានៅទូទាំងប្រទេសគឺការធ្វើឲ្យខ្មែរស្គាល់ខ្មែរធ្វើឲ្យកូនខ្មែរស្គាល់ទឹកដីខ្មែរកាន់តែច្រើនពាក្យថាស្នេហាជាតិស្រឡាញ់ទឹកដីមិនមែនបានតែនិយាយតាម Facebook បានន័យថានិយាយតាមមីក្រូនិយាយតាមសភៅតាមសាលាតាមទីសាធារណៈតែខ្ញុំស្រឡាញ់នោះទេខ្ញុំចង់ការពារទឹកដីនោះទេប៉ុន្តែវាអាស្រ័យទៅលើការធ្វើសកម្មភាពជាក់ស្ដែងដាក់ចេញនៅគោលនយោបាយជាក់ស្ដែងនៅការជំរុញជាក់ស្ដែងដើម្បីយើងបានសុខសន្តិភាពនិងអភិវឌ្ឍប្រទេសជាពិសេសអភិវឌ្ឍតំបន់ព្រំដែនដើម្បីការពារទឹកដីនេះគឺជាការពិតដែលរាជរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនបានធ្វើកន្លងត្រឹមតែមិននិយាយបានទៅស្រែកពីក្រៅប្រទេសស្រឡាញ់ណាស់ទឹកដីដែលចប់ពី live show 20នាទីមួយคลิปកន្លះម៉ោងចេញទៅធ្វើអីផ្សេងបាទវាមិនងាយស្រួលទេនៅក្នុងការអភិវឌ្ឍប្រទេសជាពិសេសការបញ្ចប់សង្គ្រាមការប្រែក្លាយកន្លែងពុយទេដែលខ្ញុំហៅថាពាក្យពីរម៉ាត់កត្តាពីរទី1សន្តិភាពហើយទី2គឺសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះដែលយើងមាននៅទីនេះកន្លែងខ្លះគេបញ្ចប់សង្គ្រាមដោយសារប្រើកម្លាំងវាយផ្ដាច់ចោលតែម្ដងដូចនៅប្រទេសស្រីលង្កាគឺវាយTamil Tigerចោលតែម្ដងកាន់កាប់ទាំងអស់បញ្ចប់អ្នកទាំងនឹងចេញទៅណាទៅមកជាជនជាតិភាគតិចទៅគ្រប់គ្រងក្បាប់រដ្ឋអីទៅអត់មានទទួលអីទេប៉ុន្តែការបញ្ចប់សង្គ្រាមបានឲ្យយើងមកអង្គុយនៅទីនេះជួបជុំគ្នាមិញខ្ញុំចូលមកជួបមេឃុំប្រម៉ោយអតីតមេវរៈ302ចំណុះឲ្យកងពលលេខ3ហើយប្រធានកងពលដូចជាប្រធានក្រុមប្រឹក្សាខេត្តប្រធានក្រុមប្រឹក្សាស្រុកវាវែងបាទច្រឡំមែនច្រឡំរៀនតាមប្រឹក្សាខេត្តពូចាំភ័យប្រធានក្រុមប្រឹក្សាស្រុកនៅទីនេះអញ្ចឹងហ៎បងបាទគាត់បាទអ៊ំយ៉ងដែលពីមុនមេកងពលលេខ3តើហ៎នៅទីនេះដែលដឹកនាំប្រយុទ្ធជាមួយនឹងទ័ពរដ្ឋទ័ពរាជរដ្ឋាភិបាលទ័ពរដ្ឋកម្ពុជាដែលទ័ពរាជរដ្ឋាភិបាលដែលយើងបញ្ចប់រហូតសង្គ្រាមអញ្ចឹងអង្គុយចុះអញ្ចឹងបើសិនជាយើងសួរគាត់មិនខ្ញុំសួរអ៊ំមេឃុំហើយខ្ញុំសួរលោកអ៊ំនេះដែលនៅនេះទាំងអ្នកដែលមកក្រោយសមារណកម្មទាំងអ្នកដែលនៅតាំងពីមុនសមារណកម្មខ្ញុំសួរថាអ៊ំខ្ញុំសួរប្រមាថពើកាលពីនៅវាយគ្នាអ៊ំមានដែរគិតថាវាលវែងយើងប្រម៉ៅយើងដូចរាល់ថ្ងៃនេះទេគាត់ថាគ្មានទេហើយគាត់ក៏មិនដឹងផងបើនៅវាយគ្នាមេវរៈនឹងមិនស្រួលអាចពាក់លីនៅលើសមរភូមិឲ្យមិញតែមិនមែនតែអ៊ំមេគុំទេអ៊ំនៅក្រោយប្រមាណនេះប្រហែលជាអតីតទាហានដូចគ្នាគាត់ស្រែកថាអត់ទេមិនប្រកាសទេសួរអ៊ំស្រីនៅទីនេះគាត់ថាខ្ញុំថាកាលមុនបញ្ចប់សង្គ្រាមរៀននៅណាគាត់ថាកូនអត់មានសាលារៀនទេកាលនៅវាយគ្នានោះបាទហើយមិនស្រួលធំមិនស្រួលគឺចាប់ចូលច្បាំងគ្នាហើយនេះជាផលមនុស្សផលនៃសន្តិភាពដែលអ្នកខ្លះថាចំអកឲ្យអរគុណសន្តិភាពតែមកសួរនៅទីនេះមើលទឹកដីនៅទីនេះហើយនឹកឡើងវិញនៅអតីតកាលមិនយូរពីមុនទេបានយើងគួរឲ្យអរគុណសន្តិភាពទាំងអស់គ្នាដែលយើងអង្គុយនៅទីនេះមកពីណាក៏ដោយសុខចិត្តមកហត់2ម៉ោងមកតាំងពីម៉ោង2ប៉ុន្តែជិះឡានអត់មានរលាក់ទេជិះគោយន្តធ្វើមធ្យោបាយធ្វើតាណាអត់ពិបាកហើយចេញទៅវិញក៏មិនដេកផ្លូវហើយចេញទៅវិញក៏មិនព្រួយពីរឿងថាតើតំបន់នេះកូនយើងទៅយ៉ាងម៉េចដូចកាលនៅក្នុងសង្គ្រាមនេះគឺជាមនោយផលនៃសន្តិភាពដែលយើងបាន
ទាំងអស់គ្នាយើងគិតថាប្រែប្រួលតិចតួចបិទអីទេអញ្ចឹងបានthấyថាកន្លែងនេះកន្លែងដែលកំពុងវាយគ្នាក្តៅនេះคล้ายទៅជាទីវាលមួយកន្លែងទីលានសាលាមួយហេដ្ឋារចនាសម្ព័ន្ធមិនចាញ់សាលាដោយទីរួមខេត្តគឺដោយសារកត្តានេះឯងទី2គឺនយោបាយឈ្នះឈ្នះសន្តិភាពហើយគឺនយោបាយឈ្នះឈ្នះការធានា3ធានាអាយុជីវិតធានាទ្រព្យសម្បត្តិធានាទួនាទីអញ្ចឹងសិទ្ធិសេរីភាពគ្មានការចាប់ចងសម្រាប់លើកលែងតែពេលទឹកនាំជាប់ខ្ពស់ដែលអង្គការសហប្រជាជាតិយើងតុលាការដីខ្មែរក្រហមចាត់តែថ្ងៃមុនសម្ដេចតេជោទៅធ្វើបឋកថានៅទីម៉ូឡេសលោកបាននិយាយថាបើសិនជាមិនមានសម្ដេចតេជោនៅពេលនោះដែលជាប្រមុខរដ្ឋាភិបាលហ៊ានប្រឈមជាមួយ UN ទេយើងអាចផ្ទុះសង្គ្រាមឡើងវិញមានអ្នកយកទៅចំអកឲ្យលោកមានអ្នកយកទៅនេះអត់យល់ពីអត្តន័យនៅពេលនោះពេលដែល UN ចូលមកកាត់ក្តីសាលាខ្មែរក្រហមគេទាមទារស្រាវជ្រាវស៊ើបអង្កេតទាំងអស់មិនមែនតែមេដឹកនាំកម្ពុជាទេអញ្ចឹងអាចមេកងពលមេស្អីដែលពាក់ព័ន្ធគេអាចហៅទៅវិញទាំងអស់ទាំងព្រះមហាក្សត្រអតីតព្រះមហាក្សត្រទាញមកព្រោះបរទេសចូលមកគេអត់គិតពីរឿងនយោបាយរឿងសង្គ្រាមនៅស្រុកខ្មែរគេគិតពីរឿងច្បាប់គេគិតពីរឿងមុខមាត់របស់គេអនុវត្តច្បាប់តែគេមិនដឹងពីការផុយស្រួយនៃសន្តិភាពនៅកម្ពុជាទេបើពេលនោះមកហៅមេកងពលហៅអំយ៉ងបាទហៅមេឃុំទៅសួរចម្លើយនៅសាលាក្តីខ្មែរក្រហមខ្ញុំថាប្រហែលជាមិនទៅទេមិនស្រួលជាពិសេសនៅដើមឆ្នាំទឹមបញ្ចប់សង្គ្រាមថ្មីផងបាទប្រហែលជាមិនទៅទេអត់ទៅទេណាកម្លែងនៅទីនេះគ្រប់កងភូមិនៅទីនេះសល់អាវុធដឹងកប់ទុកកន្លែងណាអ៊ំមានកប់ទុកអាវុធខ្លះអត់ព្រោះមានកន្លែងកប់ទុកដល់ឲ្យភ្លេចដល់ក្រោយមកពេលទៅជួស្រែទៅបានឃើញទាំងដៅគ្រាប់ម៉ឺនគ្រាប់បាទអាការអាដាមអ៊ីឈៀនបាទមិនដឹងតែអាដាមលាក់ទុកម៉ាននេះខ្ញុំមិនដឹងព្រោះវាអញ្ចេះខ្មែរយើងវាយគ្នារាប់រយឆ្នាំអញ្ចឹងគំនិតនៃការទុកចិត្តគ្នាពិបាកនៅពេលនយោបាយឈ្នះហើយឈ្នះដាក់ចេញគឺវាយគ្នា40ឆ្នាំ30ឆ្នាំជាង79រហូត98 30ឆ្នាំអញ្ចឹងតើទុកចិត្តទេអញ្ចឹងបើសិនជាធ្វើមិនស្រួលគ្រាន់តែថាអីសម្ដេចហ៊ុនសែនឲ្យខ្ញុំស្រាប់តែឥឡូវយកហេតុផលអន្តរជាតិចាប់ខ្ញុំយកទៅតុលាការអត់ទៅទេគឺប្រកាសជាត្រឡប់ទៅវិញហើយនេះគឺជាកត្តាសច្ចភាពនៅក្នុងទិដ្ឋភាពដែលថាការប្រជុំជាមួយនឹងអង្គការសហប្រជាជាតិប្រជុំជាមួយនឹងអន្តរជាតិមិនមែនប្រជុំយើងមិនចង់យកយុត្តិធម៌ទេប៉ុន្តែយុត្តិធម៌ការកាត់ក្តីទៅតែមានប៉ុន្តែយើងក៏ត្រូវគិតពីយុត្តិធម៌សម្រាប់ជាតិយើងដែរកុំឲ្យផ្ទុះសង្គ្រាមឡើងវិញនេះគឺជាយុត្តិធម៌សំខាន់ណាស់សម្រាប់អ្នកដែលនៅរស់និងកូនចៅប្រជាពលរដ្ឋបើសិនជាយើងធ្វើទប់សង្គ្រាមមិនឲ្យនៅគេថាបាត់អលុតរយៈពេលវែងផ្ទុះឡើងវិញនោះគឺយើងមិនធ្វើឲ្យយុត្តិធម៌ទេកូនខ្មែរនៅបន្តស្លាប់តទៅទៀតអ្នកវាលវែងមិនអាចធ្វើផ្លូវលេខ10នេះទេបើនៅវាយគ្នានោះបាទសំបីតែផ្លូវ56ដែលធ្វើមកនេះពីមុនផ្លូវលេខ56ដែលល្បីខ្លាំងជាងគេក្តៅខ្លាំងជាងគេនៅក្នុងការប្រយុទ្ធគ្នាស្លាប់ច្រើនណាស់ទាំងសងខាងនៅទីនេះបើសិនជាវាលវែងបើសិនជាគ្មាននយោបាយឈ្នះទេផ្លូវនេះក៏មិនអាចធ្វើដោយរាល់ថ្ងៃនេះដែរខ្ញុំចាំផ្លូវ55ដែលខ្ញុំមកឆ្នាំ2013អត់ដូច55ឥឡូវទេ2013នោះខ្ញុំធ្វើដំណើរពីខេត្តទីរួមខេត្តទៅថ្មដាទៅចមួយថ្មដាទៅសួរសុខទុក្ខវរៈ5ឥឡូវកងព្រំដែន501នៅឥឡូវទៅកន្លែងនោះកាលនោះមកដល់កន្លែងភ្នំចិនយមហ្នឹងគឺយើងអត់ទៅត្រង់បានទេកាលនោះធ្វើមិនទាន់ហើយឡើង
ចាក់ឆ្វេងឡើងទៅតាមយីម៉ៅដូចមានអាស្រមយីម៉ៅមួយទៅដងហើយមានស្ទឹងកាច់កាលនោះតន់ធ្វើស្ពានតែឥឡូវធ្វើស្ពានហើយកាត់ទៅតាមនោះហើយប្រវត្តិគេថាចិនយំពាក្យចិនយំអ្នកខ្លះថាចេញយំបាទសួរពូដែលនៅអតីតទាហានគាត់ថាបកប្រែពីទីមួយថាចិនយំហ្នឹងថាដោយសារកាលមុននោះវាមានវិស្វកម្មចិនមកធ្វើការដល់ពេលចេញទៅតាណាយំតាមផ្លូវពិបាកពេកប៉ុន្តែអ្នកខ្លះគាត់ថាអត់ទេកន្លែងហ្នឹងគឺកន្លែងគ្រោះថ្នាក់ខ្លាំងឲ្យតែទាហានចេញទៅបាតគឺយំហើយផ្លូវក៏លំបាកគ្រោះថ្នាក់ក៏ច្រើនចង់ឲ្យមូលហេតុអីក៏វានៅតែមូលហេតុនៃការខ្លោចផ្សាមិនមែនការស្រួលទេខ្ញុំទៅ2013ប៉ុន្តែផ្លូវមិនទាន់ល្អជិះតាមចង្កេះភ្នំ1500យើងទេយើងជិះនៅក្នុងគេថាពេលមួយដែលគ្មានការស្ទាក់បាញ់វាខុសពីកាលវាយគ្នាតែឥឡូវយើងផ្លូវទៅដល់ចមួយទៅដល់នេះគឺផ្លូវកស៊ូទៅដល់តែម្ដងហើយ2013ដែលខ្ញុំមកគឺឃើញមានតែផ្លូវដីទេជីកធំហើយមានបកគោលភ្លើងមួយចំនួនអត់ទាន់តភ្លើងទេហើយនៅសងខាងគឺមានតែព្រៃមានផ្ទះមួយចូលប៉ុន្តែឥឡូវពីពោធិ៍សាត់ទៅដល់នេះគឺសឹងតែផ្ទះសឹងតែដីគ្រប់កន្លែងបានន័យថាសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋរបស់យើងកាន់តែច្រើនកាន់តែល្អនៅក្នុងតំបន់នេះដែលប្រែក្លាយមិនមែនតែវាលវែងទេតែតាមផ្លូវពីនេះរហូតដែលយើងធ្វើផ្លូវថ្មីហើយគឺសេដ្ឋកិច្ចរបស់យើងប្រជាពលរដ្ឋរបស់យើងតំបន់នេះប្រែក្លាយទៅជាតំបន់ដែលថាសក្តានុពលទេសចរអាចបង្កើតបានអាចទាញបានមានមនុស្សមកក៏ដូចជាផ្ដល់ផលដល់ប្រជាពលរដ្ឋយើងនៅទីនេះប្រម៉ោយកាលមុនដល់ឆ្នាំ99នៅវាលវែងដែលមានតែ500គ្រួសារឥឡូវជាង10000គ្រួសារនៅប្រម៉ោយមានតែ70គ្រួសារឥឡូវជាង3000គ្រួសារដោយសារអីដោយសារនយោបាយឈ្នះនៃសន្តិភាពនេះហើយដែលធ្វើឲ្យមនុស្សកើតលឿនជាងគេបាទមិនមែនថាក្រោយសង្គ្រាមអ្នកកើតកូនលឿនទេតែបង្កលក្ខណៈឲ្យប្រជាពលរដ្ឋចូលមកប្រែក្លាយទីកន្លែងចាស់ទៅជាភូមិបកមានអ្នកមកក្រោយពីឆ្នាំ2000ឆ្នាំអីសួរអ៊ំខ្លះគាត់បោឆ្នាំ2000ឆ្នាំអីឥឡូវទៅមុខទៀតសកម្មភាពសេដ្ឋកិច្ចកាន់តែកើនខ្ញុំជិះមើលបន្តិចបាញ់ខ្ញុំគ្រាន់តែអង្គុយសម័យមើលផ្លូវប្រប៉ុណ្ណេះហើយតិចទៀតកន្លែងនេះមិនមែនជាកន្លែងទៅហួសមកហួសទេជាកន្លែងដែលមកឥឡូវមានផ្ទះសំណាក់មានអីច្រើនដូច20ខ្នងពីកន្លែងទៀតតែតិចទៀតវាទៅជាកន្លែងដែលកាន់តែល្អវារីអគិសនីយើងធ្វើ3កន្លែងនេះអត់ខ្វះភ្លើងទេបាទហើយភ្លើងស្រួលអាចថោកទៀតណាហ៎ហេអត់តាន់ថោកទេដូចគេដូចឯងតែយ៉ាងហោចណាស់មានភ្លើងហើយផ្គត់ផ្គង់ទៅដល់កន្លែងផ្សេងតែថ្ងៃក្រោយអគិសនីយើងតម្លៃអគិសនីយើងនឹងខិតខំតម្លាក់ព្រោះឥឡូវយើងខិតខំទាញពីប្រភពកកើតថ្មីឲ្យច្រើនដើម្បីយើងអាចបញ្ចុះតម្លៃទូទាំងប្រទេសនៅកាយក្រោយទៀតបន្តិចម្ដងបើយើងប្រៀបធៀបពីកាលដំបូងឡើង10ពីមុនក៏យើងថ្លៃឥឡូវយើងចាប់ផ្ដើមកន្លែងអត់មានយើងអស់ខ្សែឲ្យមានអញ្ចឹងគឺសក្តានុពលកាន់តែធំនយោបាយឈ្នះនេះគឺធានានៅទួនាទីធានានៅសិទ្ធិដែលយើងអាចថាទី1មិនផ្ទុះសង្គ្រាមដោយសារយើងធានាពិតប្រាកដទី2ធានាទ្រព្យសម្បត្តិនៅកន្លែងណាទី3ឥឡូវធ្លាប់ធ្វើមេវរៈឥឡូវមកធ្វើមេឃុំធ្លាប់ធ្វើមេកងពលឥឡូវមកធ្វើក្រុមប្រឹក្សាពិតណាតលតែអ៊ំប្រជាប្រិយដែរអ្នកព្រោះបោះឆ្នោតឃុំបោះឆ្នោតអញ្ចឹងប្រកាសណាស់គឺនៅបន្តថែទាំប្រជាពលរដ្ឋមើលការរីកចម្រើនទៅទីនេះហើយគឺជាអ្វីដែលខ្ញុំថាសន្តិភាពដោយនយោបាយឈ្នះសន្តិភាពដោយមិនអស់ក្របមកក្របប្រែคล้ายទីតាំងសមរភូមិទៅជាទីតាំងរីកចម្រើនហើយយើងនឹងបន្តកសាងរួមគ្នាតទៅទៀតអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមចូលរួមអបអរសាទរនៅទីនេះហើយនៅវាលវែងសក្តានុពលផ្លូវដែលតភ្ជាប់នៅកន្លែងនេះមានផ្លូវ55ហើយជាពិសេសផ្លូវលេខ10កាលពីចុងសប្តាហ៍នេះមនុស្សទៅច្រើននៅកោះកុងអញ្ចឹងការតភ្ជាប់ផ្លូវនេះមិនមែនតែវាលវែងទេ
កោះកុងឡើងណែនអត់ផ្ទះសំណាក់អត់អូតែលចូលទៅស្នាក់នៅតាមវត្តហើយខ្ញុំឃើញសบายលោកជំទាវមេតនាភូថងរាយការណ៍ឲ្យខ្ញុំគាត់សบายចិត្តគាត់ថាទី1ដែលកោះកុងកម្រមានគេថាលើសទេសចរអូតែលផ្កាយ1000ណាអូតែលផ្កាយ1000គឺថាគេឲ្យកទៀលគេងទៅមើលទៅលើផ្កាយ1000តែខែភ្លៀងប្រហែលមិនឃើញផ្កាយ1000ទេចូលទៅតាមវត្តហើយក៏អរគុណដល់បច្ច័យអធិការនៅវត្តហើយប្រជាពលរដ្ឋច្រើនគាត់សហការគាត់ឲ្យស្វាគមន៍ឲ្យទៅ free នេះគឺជាស្មារតីស្រឡាញ់គ្នានិងជួយលើកទឹកចិត្តរបស់ប្រជាពលរដ្ឋយើងនេះគឺខ្ញុំសូមអបអរសាទរណាហើយគាត់សប្បាយចិត្តអត់ទេបាទគាត់ឃើញអ្នកកោះកុងគាត់មិនលោរទាំតែមកច្រើនម៉េះតែគាត់សប្បាយហើយបើថាអត់ផ្ទះនៅគាត់ឲ្យមកចូលនៅកន្លែងវត្តកន្លែងអីបាទឃើញប្រសង់ឲ្យកទេលបាទប្រសង់ឲ្យចូលគាត់សប្បាយរូបគ្នាហើយខ្ញុំសួរថាមកពីណាខ្លះគាត់ថាភាគច្រើនមកពីភ្នំពេញដោយសារផ្លូវជាតិលេខ48ធ្វើហើយប៉ុន្តែក៏មានអ្នកពីប្រទាយមានជ័យអ្នកពីបាត់ដំបងអ្នកពីពោធិ៍សាត់ទៅលេងដែរអញ្ចឹងប្រហែលជាឃើញផ្លូវលេខ10ហើយផ្លូវលេខ10នេះមានស្ពានមួយដែលខ្ពស់ជាងគេកម្ពស់90ម៉ែត្របបេងខ្ញុំឲ្យពីលិតថាចង់ជិះមើលដែរតែពីលិតថាឆ្ងាយពេកដោយសារវានៅព្រំបន្ទល់ជាប់កោះកុងហើយពោធិ៍សាត់ហើយបើសិនជាទៅកាត់ភ្នំតតវៀងអញ្ចឹងកុំឲ្យប្រជាពលរដ្ឋចាំខ្ញុំថាចាំក្រោយចុះតែជិះមើលមកកដាត់ទេហើយយើងនឹងសម្ពោធឆាប់ពនីដូចបើដល់ពេលពនីសាធារណការមកឆ្នាំណាយើងផ្លូវលេខ10ហ្នឹងអាចរួចហើយនៅចាំតែសម្ពោធទេឆ្លងកាត់ទេបាទអញ្ចឹងសម្ពោធហើយបើមកមើលពីលើលោកអ៊ំពូមីងបានអាចយល់ថាបើសិនជាគ្មានការដាក់សម្រេចចិត្តរបស់រដ្ឋាភិបាលធ្វើផ្លូវកាត់កន្លែងនេះទេតំបន់នេះប្រហែលជាខ្មែរភាគច្រើនមិនអាចចូលមកស្គាល់ទឹកដីខ្លួនឯងតំបន់នេះទេព្រោះវាកាត់ភ្នំច្រើនណាស់វាកាត់ភ្នំវិវុកច្រើនឡើងចុះច្រើនហើយបើឲ្យអ្នកជិះម៉ូតូអត្រៃចូលស្វែងរកក៏មកមិនដល់ដែរហើយបើឲ្យអ្នកដើរព្រៃក៏ដើរមិនដល់ដែររាប់រយគីឡូពីកោះកុងទៅពោធិ៍សាត់ទេអញ្ចឹងហើយបានជាការធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះគឺយើងធ្វើដើម្បីតភ្ជាប់នៅទូទាំងប្រទេសពីខេត្តមួយទៅខេត្តមួយឲ្យប្រជាពលរដ្ឋនៅតំបន់តាមផ្លូវនេះអាចប្រតិកលាគ្នាសេដ្ឋកិច្ចរីកប៉ុន្តែក៏ចូលរួមចំណែកនៅក្នុងការការពារទឹកដីបូរណភាពទឹកដីរបស់យើងដែលយើងបានធ្វើច្រើនណាស់នៅផ្លូវជាតិតាមបណ្ដោយព្រំដែនរបស់យើងជាពិសេសទិសខាងលិចនេះធ្វើបានច្រើនជាងទិសខាងកើតទិសខាងកើតយើងនៅបន្តធ្វើឥឡូវតបន្ថែមទៀតឲ្យគៀកតាមព្រំដែនយើងនឹងបន្តធ្វើផ្លូវនេះលេខ10យើងចាក់ពីកោះកុងឡើងទៅដល់សំឡូតទៅចិត្តសំឡូតនោះចាក់មានផ្លូវ57មួយចាក់ទៅដល់ផ្លូវជាតិលេខ57ទៅបៃលិនហើយចេញពីនោះអាចតផ្លូវ59ទៅដល់ប៉ោយប៉ែតហើយតាមបន្តផ្លូវនឹងទៀតឡើងទៅដល់ឧត្តរមានជ័យទៅដល់ព្រះវិហារទៅដល់អីអញ្ចឹងនេះហើយគឺជាការការពារទឹកដីការពារបូរណភាពទឹកដីដែលយើងធ្វើពិតអ្នកដែលស្រឡាញ់ជាតិស្រឡាញ់ទឹកដីប្រជាពលរដ្ឋយើងទាំង17លាននាក់គឺមានស្មារតីនេះប៉ុន្តែអ្វីដែលយើងធ្វើរាជរដ្ឋាភិបាលបានធ្វើមិនត្រឹមតែពាក្យថាស្នេហាជាតិនោះទេប៉ុន្តែយើងធ្វើការងារដាក់ចេញគោលនយោបាយនិងការវិធានការជាក់ស្ដែងការអភិវឌ្ឍជាក់ស្ដែងដើម្បីប្រែក្លាយទឹកដីរបស់យើងទាំងមូលទៅជាតំបន់អភិវឌ្ឍនិងរួមគ្នាការពារបូរណភាពទឹកដីនិងព្រំដែនរបស់យើងនេះគឺជាការពិតប្រែក្លាយតំបន់ដែលមានទ័ពច្បាំងគ្នាទៅជាតំបន់ដែលអភិវឌ្ឍឲ្យប្រជាជនទៅរស់ទៅសមារណកម្មអតីតតំបន់ខ្មែរក្រហមចូលមកនៅក្នុងរដ្ឋរួញការអភិវឌ្ឍចូលឲ្យភ្ជាប់គ្នាធានាសិទ្ធិធានាឱកាសនៅក្នុងការចូលរួមអភិវឌ្ឍប្រទេសតាមបណ្ដោយព្រំដែនយើងនៅបន្តធ្វើតទៅទៀតដើម្បីរុញប្រជាពលរដ្ឋឲ្យទៅរស់នៅព្រំដែនយ៉ាងហោចណាស់ក៏ឲ្យកូនខ្មែរមានឱកាសទៅស្គាល់ដីរបស់យើងនៅព្រំដែនកន្លែងណាខ្លះដែរបាទជំនាន់បារាំងពិតណាបោះបកគោព្រំដែនលើប៉ែនទីប៉ុន្តែការកសាងផ្លូវមិនមានទេកន្លែងខ្លះយើងវាយគ្នាពីដើមឡើយ
តំបន់នោះមិនមានការកាន់កាប់របស់កូនខ្មែរប្រជាជនខ្មែរតបខ្មែរទៅទេកន្លែងខ្លះយើងរលដាក់តបពេលសមារណកម្មយើងចូលវិញប៉ុន្តែក្រោយពីយើងធ្វើផ្លូវរុញការវិវត្តព្រំដែនបើកច្រកព្រំដែនជាមួយប្រទេសជិតខាងហើយតំបន់នោះនឹងមានប្រជាពលរដ្ឋទៅរស់នៅខ្លួនឯងដូចនៅទីនេះដែររាជរដ្ឋាភិបាលមិនបានដាក់ផែនការជំរុញប្រជាពលរដ្ឋមករស់នៅទីនេះទេប្រែคล้ายពីឆ្នាំ99 500គ្រួសារមកជាង 10000 គ្រួសារភាគច្រើនគឺមកដោយស្ម័គ្រចិត្តក្រោយពីរដ្ឋបង្កើតកន្លែងនេះឈប់វាយគ្នាឈប់បាញ់គ្នាធ្វើផ្លូវដោះមីនការអភិវឌ្ឍសក្តានុពលបានប្រជាពលរដ្ឋដែលមកទីនេះដោយស្ម័គ្រចិត្តនេះហើយគឺជាការបង្កើតនៅឱកាសនិងសិទ្ធិសេរីភាពរបស់ប្រជាជនហើយមិញស្នើសុំរៀបចំនៅភូមិអបសម្ព័ន្ធ24ដោយសារកំណើនប្រជាជនកន្លែងនឹងពីមុនព្រៃសុទ្ធអត់ទៅទេអញ្ចឹងកន្លែងនេះឥឡូវប្រជាពលរដ្ឋទៅត្រូវរៀបចំដើម្បីបញ្ចូលទីទៀតខ្ញុំនឹងឆ្លើយសំណើចុងក្រោយអាដាមបាងថ្ងៃនេះគាត់មានសិលវិធីក្នុងការស្នើសុំតែប្រយ័ត្នគិតថាបើចវាយកើត5ហើយចាំបាច់សុំទៅអីបើដើរហើយហ្នឹងបាទអានឹងដូចស្នើសុំគម្រោងនៅកងទ័ពកន្លែងខ្លះស្នើណាក់លើថាធ្វើសិនទៅចាំគេទូទាត់ឲ្យវិញដល់ធ្វើហើយធ្វើសំណើមួយទៀតមិនទូទាត់បើធ្វើទូទាត់ធ្វើហើយចាំបាច់ស្នើទៅអីទៀតគេចេញអង្គុយចុះនិយាយលេងអញ្ចឹងការកកើតនេះបានន័យថាប្រជាពលរដ្ឋហើយខ្ញុំជឿថាមិនមែនអ្នកដែលកើតនៅកន្លែងនោះទាំងអស់ទេអាចមានអ្នកនៅមូលដ្ឋានខ្លះប៉ុន្តែអ្នកចំណូលស្រុកទៅវាអត់ខុសពីគ្រប់កន្លែងទាំងអស់ទេរាជធានីភ្នំពេញជិត3លានអ្នកមិនមែនសិតតែអ្នកកើតនៅភ្នំពេញទាំងអស់ចេញពីអពតមកសម្ដេចតេជោឃើញដូចតែ7អ្នកឬក្រោមមិនដល់100អ្នកអញ្ចឹងឡើងដល់3លានអ្នកនេះគឺប្រជាពលរដ្ឋគាត់ច្រឡាត់ទៅលើកន្លែងដែលមានសក្តានុពលអាចកសាងជីវភាពរកការងារធ្វើអញ្ចឹងទៅមុខទៀតខ្ញុំគិតថាខេត្តពោធិ៍សាត់នឹងនៅកន្លែងនេះនឹងមានកំណើនទៅទៀតពេលដែលយើងរៀបចំសក្តានុពលជាតំបន់ទេសចរជាតំបន់ឧស្សាហកម្មមួយចំនួននៅក្នុងខេត្តពោធិ៍សាត់អញ្ចឹងអ្នកពោធិ៍សាត់ក៏កើនដែរកាលមុនខេត្តពោធិ៍សាត់កំពង់ឆ្នាំងដែលភាគច្រើនហៅថាខេត្តទៅហួសមកហួសបាត់ដំបងគឺជាគោលភ្នំពេញគឺជាគោលខេត្តទៅហួសមកហួសឥឡូវខ្ញុំទៅម្សិលមួយថ្ងៃមួយច្រត់ព្រះនង្គ័លសួរអៃដាមសុនសវណ្ណរិទ្ធគាត់ថាឥឡូវនៅកំពង់ឆ្នាំងក៏ខ្វះកម្លាំងពលកម្មដែរគ្រាន់តែរោងចក្របើកនៅនោះជាង 60000 នាក់ឥឡូវតិចទៀតបើកទៅខ្វះប្រហែល 20000 នាក់ទៀតហើយឥឡូវសម្ដេចគេលែងទៅហួសមកហួសហើយគេមកហូបកាទៀវមកលេងអីនៅកំពង់ឆ្នាំងហើយតំបន់មួយចំនួនបាននឹងប្រែក្លាយទៅជាតំបន់ទេសចរធម្មជាតិហើយគាត់កំពុងរៀបដីមួយចំនួនសម្រាប់រោងចក្រមកបន្ថែមទៀតអញ្ចឹងពោធិ៍សាត់និងកំពង់ឆ្នាំងគឺជាខេត្តសក្តានុពលមួយចំនួនចេះដោយសារតម្លៃនៅខេត្តចិត្តនឹងកាន់តែថ្លៃកាលមុនភ្នំពេញអត់ទាន់អីគេទៅវិនិយោគភ្នំពេញក្រោយមកគេទៅរុញទៅកំពង់ស្ពឺដោយសារតម្លៃថោកគេអត់ទៅកំពង់សោមទេវានៅចន្លោះកណ្ដាលឥឡូវដីអីនៅកំពង់ស្ពឺនឹងក៏ឡើងថ្លៃរោងចក្រមួយចំនួនចាប់ផ្ដើមកិលមកកំពង់ឆ្នាំងអញ្ចឹងកំពង់ឆ្នាំងឲ្យពោធិ៍សាត់ហើយផ្លូវលេខ10បូកជាមួយនឹងផ្លូវដែកយើងនេះគឺជាសក្តានុពលធំណាស់ដែលធ្វើឲ្យច្រករបៀងខាងកើតខាងលិចរបស់យើងទេផ្លូវនេះយើងអាចថាតភ្ជាប់ជារបៀងខាងលិចរបស់យើងពីខេត្តបន្ទាយមានជ័យប៉ោយប៉ែតចុះរហូតទៅដល់កោះកុងហើយតភ្ជាប់48ទៅដល់ខេត្តបរសៀននោះគឺជាផ្នែកនៃការពង្រឹងនៅរបៀងរបស់យើងពលសេដ្ឋកិច្ចនៅខេត្តទិសពីរនិងនិរដីរបស់យើងអញ្ចឹងសក្តានុពលរបស់យើងកាន់តែច្រើនចាំបានន័យថានៅទីនេះកាន់តែមនុស្សអ៊ូអរទៀតហើយអ្នកវាលវែងអត់ប្របែបើសិនជា
ប្រជាពលរដ្ឋកើនកាន់តែច្រើនសេដ្ឋកិច្ចទេសចរអីមកកាន់តែច្រើនអត់អត់តវ៉ាអត់ចង់នៅល្ងាម្នាក់ឯងចង់ឲ្យមនុស្សមកលេងឲ្យច្រើនអញ្ចឹងណាអូបាទអញ្ចឹងអបអរសាទរvui កូនចៅប្រជាពលរដ្ឋរបស់យើងហើយក៏ខ្ញុំសូមយកឱកាសនេះអរគុណដែរទៅដល់ប្រជាពលរដ្ឋអ្នកពោធិ៍សាត់ក៏ដូចជាអ្នកនៅស្រុកវាលវែងនៅទូទាំងប្រទេសដែលការទាំងអស់នេះយើងអាចធ្វើបានយើងអាចនិយាយពីការអភិវឌ្ឍនេះបានដោយសារប្រជាពលរដ្ឋទី1ប្រជាពលរដ្ឋចូលរួមប្រជាពលរដ្ឋចូលរួមនៅក្នុងការអនុវត្តនយោបាយឈ្នះទើបចប់បើសិនជាភាគីនៅទីនេះខ្មែរក្រហមនៅទីនេះមិនអនុវត្តមិនចូលរួមជាមួយទេយើងនៅវាយគ្នាបណ្ដោតបោកនេះបើសិនជាប្រជាពលរដ្ឋមិនខំកសាងភូមិឃុំរបស់ខ្លួនប្រហែលជាយើងក៏មិនអាចរីកចម្រើនបែបនេះដែរហើយកត្តាធំមួយទៀតដែលយើងអាចធ្វើទៅនេះបានដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាលបានអនុវត្តកន្លងនេះទៅប៉ុន្តែគោលនយោបាយនេះធ្វើទៅបានដោយសារអីដោយសារប្រជាពលរដ្ឋបោះឆ្នោតគ្រប់គ្រងទៅដល់គណៈបកប្រជាជនកម្ពុជាគ្រប់អាណត្តិមកដល់នេះនៅអ្នកពោធិ៍សាត់ខ្ញុំសូមអរគុណណាស់ហើយជាពិសេស2023នេះបើសិនជាប្រជាពលរដ្ឋមិនបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជាដើម្បីផ្ដល់ការអនុវត្តគោលនយោបាយកសាងបន្ថែមទេយើងមិនបានមកប៉ុណ្ណេះទេបកផ្សេងគេធ្វើអីផ្សេងខ្ញុំមិនដឹងប៉ុន្តែអ្វីដែលបានមកដល់ពេលនេះទាំងគោលការណ៍ធ្វើផ្លូវធ្វើអីនេះគឺសុទ្ធតែជាគោលនយោបាយដែលដាក់ចេញដោយសម្ដេចតេជោពីអាណត្តិមុនគោលនយោបាយបញ្ចប់សង្គ្រាមក៏ដោយសារសម្ដេចតេជោនឹងការចូលរួមពីប្រតិបត្តិការទាំងអស់ហើយការកសាងនិងអភិវឌ្ឍតាមបណ្ដោយព្រំដែនក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលយើងយកពូលសេដ្ឋកិច្ចនៅទិសខេត្តកំពង់ខេត្តបរសៃអនុនៅទិសខាងពីយកផ្សេងដែលយើងធ្វើនេះហើយយើងបន្តធ្វើផ្លូវធ្វើទីតាំងមូលដ្ឋានផ្សេងសម្រាប់សេដ្ឋកិច្ចទៅតាមបណ្ដោយព្រំដែនការគោលនយោបាយអភិវឌ្ឍតាមព្រំដែននេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាប៉ុន្តែអ្នកដែលអនុញ្ញាតឲ្យបានដែលខ្ញុំសូមអរគុណជាថ្មីគឺប្រជាពលរដ្ឋអ្នកបោះឆ្នោតទូទាំងប្រទេសហើយក្នុងនោះរួមមានអ្នកពោធិ៍សាត់ហើយអ្នកវាលវែងផងដែរខ្ញុំសូមអរគុណណាស់បើយើងមើលលទ្ធផលបោះឆ្នោត2023នេះនៅទូទាំងប្រទេស84.59% ទៅបោះឆ្នោត 82.30% នៃអ្នកទៅបោះឆ្នោតបោះឲ្យគណៈបកប្រជាជនកម្ពុជាស្មើ6លាន4សែននាក់ដែលបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាលើអ្នក8លាន2សែននាក់ដែលបានទៅបោះឆ្នោតអញ្ចឹង6លាន4សែននាក់សម្រាប់អ្នកខេត្តពោធិ៍សាត់232000នាក់ទៅបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជានៅលើអ្នកទៅបោះឆ្នោត262,000នាក់ស្មើនឹង 90.88% ហើយអ្នកស្រុកវាលវែង 92.05% នៃអ្នកវាលវែងបានបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជានៅឆ្នាំ2023នេះខ្ញុំសូមអរគុណដែរអញ្ចឹងដោយសារប្រជាពលរដ្ឋចូលរួមគ្រប់កលៈទេសៈទាំងជារើសគណៈបកដើម្បីបម្រើប្រជាពលរដ្ឋនេះហើយគឺជាកត្តាដែលយើងអាចនិយាយពីការរីកចម្រើនការបញ្ចប់សង្គ្រាមយើងមិនត្រឹមតែអបអរសាទរនៅអ្វីដែលយើងបានធ្វើនោះទេប៉ុន្តែយើងក៏ពង្រឹងមូលដ្ឋានដើម្បីអនុវត្តគោលនយោបាយបន្តអភិវឌ្ឍនៅកន្លែងនេះនៅទូទាំងខេត្តនៅទូទាំងប្រទេសដើម្បីឲ្យកាន់តែរីកចម្រើនក្រោមឆ័ត្រនៃសន្តិភាពនិងគោលនយោបាយរបស់បកប្រជាជនតទៅទៀតនេះគឺការជាអំណោយរបស់ប្រជាពលរដ្ឋសម្រាប់ជូនខ្លួនឯងតែម្ដងតាមរយៈគណៈបកប្រជាជនកម្ពុជាខ្ញុំសូមអរគុណដែរក្នុងតំណាងឲ្យសម្ដេចប្រធានបកសម្ដេចអនុប្រធាននិងថ្នាក់ដឹកនាំគណៈបកប្រជាជនទាំងអស់ក៏សូមអរគុណទៅដល់ការជឿទុកចិត្តហើយសូមបន្តការជឿទុកចិត្តនេះតទៅទៀតបាទមានគេសួរខ្ញុំតាមឃើញតាម Facebook តាមអីឃើញតែគេរិះគន់វាយប្រហារមួយថ្ងៃថាធ្វើគ្មានបានអីទេខ្ញុំថាគេធ្វើអីធ្វើទៅបាទតើយើងចាំបាច់ឈឺក្បាលទេគេសួរថាតើបងឯង
អត់ចេះខឹងទេបងឯងអត់ចេះឆ្លើយតបទេខ្ញុំមួយថ្ងៃមាន24ម៉ោងឆ្លើយតបតែអ្វីដែលចាំបាច់រឿងនេះវាអញ្ចឹងរឿងបោះឆ្នោតទៅតាប្រទេសប្រជាធិបតេយ្យការលើកទស្សនៈខុសគ្នាវាមានហើយមុនបោះឆ្នោត2020នេះបើនិយាយពីការជេរការវាយប្រហារតាម Facebook នឹងវាច្រើនជាង2013ឆ្ងាយណាស់ប៉ុន្តែលទ្ធផលជាក់ស្ដែងគឺគណៈបព្វជិជនបានឈ្នះភ្លុកទឹកភ្លុកដីហេតុអីដោយសារយើងមិនអាឡែងឈឺក្បាលហាលថ្ងៃអាឡែងតែស្អីគេថាទៅយើងអាឡែងតែចុះមកហាលថ្ងៃដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយសម្បត្តិផលនៅថ្ងៃនេះចឹងប្រជាពលរដ្ឋជាក់ស្ដែងលោកអ៊ំពូមីងបងប្អូននៅទីនេះចូលរាប់ពាន់អ្នកប្រមាណអ្នកដែលឃើញអ្នកបង្កើតរឿងម្សិលមិញគេបង្កើតតែយើងលក់ពលានតែយើងប្រាប់ថាអត់ទេគេថាកុំតគេកុំអីលក់បាតតាមតំណើយ៉ាប់ត្មងអត់ទាំងដឹងអីផងហ៎អានឹងដូចបងអញ្ចឹងណានៅផ្ទះប្អូនខលម្ដាយមកវិញថ្ម៉ែម៉ែបងមកដើរទៅក្រៅតាមពិតបងអត់មានមកគេមកកំពុងតែធ្វើមេរៀនផងបងទៅប្រាប់ម៉ែថាខ្ញុំអត់ទៅទេខ្ញុំធ្វើមេរៀនប្អូនតាំងកុំតែខ្ញុំប្រាប់ម៉ែកុំអីបងឯងទៅបាត់ credit ទៀតដល់កផ្លូវនេះមិនស្រួលគេថាកុំតែគេថាកុំអីរត់អត់ធ្វើទៀតធ្វើអីទៅតែអ្វីដែលសំខាន់នេះគឺជាមូលដ្ឋាននៃការធ្វើការរបស់រាជរដ្ឋាភិបាលគណៈបព្វជិជនកម្ពុជាណែឯងថាទៅប៉ុន្តែជាក់ស្ដែងគឺយើងនៅចិត្តប្រជាជនហើយនៅបន្តធ្វើដដែលហើយក្នុងន័យនេះខ្ញុំសូមអរគុណណាស់ដល់ក្រុមការងារចោះជួយខេត្តពោធិ៍សាត់ក្រុមការងារថ្នាក់ជាតិក្រុមការងារគណៈបកក៏ដូចជាមន្ត្រីអាជ្ញាធរគ្រប់ថ្នាក់ដែលខិតខំធ្វើការងារគ្រប់ពេលវេលាមិនថាចិត្តបលរបស់ឆ្នោតបានមានមុខនោះទេគឺចោះជាប់ជាប្រចាំឲ្យដំកែវរតនៈថ្ងៃសៅរ៍ថ្ងៃអាទិត្យពេលខ្លះខ្ញុំសួរគាត់ជាប់ឥឡូវនៅប្រជុំនៅសិង្ហបុរីអត់បានមកទៅចរចារឿងអគ្គិសនីរឿងខ្សែកាបក្រោមទឹកដើម្បីយើងអស់ទៅសិង្ហបុរីរាយការណ៍ជាប់ជាប្រចាំក្រុមការងារនៅមូលដ្ឋានចុះនៅតាមឃុំតាមអីចុះជាប់ជាប្រចាំចិញ្ចឹមចលនាដោះស្រាយជាប់ជាមួយប្រជាជនអញ្ចឹងបានន័យថាអ្នកឯងថាអីថាចុះនៅខាងក្រៅអ្វីដែលសំខាន់គឺទស្សនវិជ្ជាលើដីគឺជាអ្វីដែលប្រជាពលរដ្ឋនឹងផ្ដល់ជូនបាទព្រោះដល់ពេលឃោសនាពេលដែលនេះប្រជាជននឹងទៅសម្រេចចិត្តយើងសួរគាត់ប្រមាថតើអ្នកថានៅក្រៅប្រទេសអ្នកដែលស្រែកនេះគុណនឹងដែលកើតគាត់និយាយយ៉ាងម៉េចតើទស្សនវិជ្ជាជាក់ស្ដែងតើបងប្អូនយើងខិតខំជាមួយគ្នាមន្ត្រីអាជ្ញាធរមូលដ្ឋានមិនល្អឥតខ្ចោះប៉ុន្តែយើងខិតខំដោះស្រាយជាប្រចាំយើងមិនអាចដោះស្រាយសំណុំពរគ្រប់បែបយ៉ាងក្នុងពេលតែមួយនោះទេប៉ុន្តែយើងនៅបន្តដើម្បីដោះស្រាយជាបន្តបន្ទាប់ធ្វើយ៉ាងណាឲ្យកាន់តែបានសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋជូនអ្នកបោះឆ្នោតទើបអ្នកបោះឆ្នោតមានការទុកចិត្តនិងផ្ដល់ឱកាសឲ្យយើងតទៅទៀតយើងនឹងបន្តសងគុណតាមរយៈការខិតខំបន្តបម្រើប្រជាពលរដ្ឋឲ្យបានល្អនេះជាមូលដ្ឋានដែលគណៈបព្វជិជនបានធ្វើបាទហើយនៅពោធិ៍សាត់នេះឯងដែលលទ្ធផលបោះឆ្នោតតាំងពី12 13 18 23បានល្អគឺដោយសារការធ្វើពិតប្រាកដជូនប្រជាពលរដ្ឋហើយប្រជាពលរដ្ឋចូលរួមជាមួយយើងប៉ុន្តែមិនគេទំជេរឥឡូវតាម Facebook គេជេររាល់ថ្ងៃជេររាប់សិបឆ្នាំមកហើយឲ្យគេធ្វើទៀតចុះប៉ុន្តែអ្វីដែលជាក់ស្ដែងពាក្យថាមាសពិតមិនខ្លាចភ្លើងយើងនៅជាមួយប្រជាជនប្រជាប្រយោជន៍ឃើញយើងរាល់ថ្ងៃតិចច្រើនដកបានតិចបានច្រើនប្រសើរជាងអត់ហើយយើងទទួលស្គាល់នៅបញ្ហាដែលត្រូវបន្តដោះតទៅទៀតហើយយើងនៅជាមួយគ្នាតទៅទៀតនេះហើយគឺជាមូលដ្ឋានដែលគណៈបព្វជិជនបដិញ្ញាចិត្តដរាបណាប្រជាពលរដ្ឋនៅទូទាំងប្រទេសក៏ដូចជាអ្នកពោធិ៍សាត់អ្នកវាលវែងផ្ដល់ឱកាសឲ្យគណៈបព្វជិជនកម្ពុជាបន្តដឹកនាំប្រទេសបម្រើប្រជាជនយើងនឹងខិតខំប្រែក្លាយកន្លែងនេះឲ្យកាន់តែប្រសើរតទៅទៀតបាទ
អត់សាលានៅកន្លែងនេះទៅឆ្នាំ2003ទេដែលកសាង20ឆ្នាំពុនតែនៅទីនេះឥឡូវមានហេដ្ឋារចនាសម្ព័ន្ធហើយកូនចៅអ្នកដែលនៅទីនេះមុនឆ្នាំ2023មុនសមារណកម្មឃើញតែក្របកភ្លើងមិនដឹងថាមានឱកាសទៅរៀនកន្លែងណាឪពុករបស់ខ្លួនបងរបស់ខ្លួនដែលពេញវ័យជួនកាលកាន់កភ្លើងទៅច្បាំងគ្នាមិនដឹងស្លាប់រស់ដល់ថ្ងៃនេះប្រហែលអ្នកទៀតនេះជាការពិតប៉ុន្តែថ្ងៃនេះបានប្រែក្លាយទៅជាទឹកដីនៃក្តីសង្ឃឹមទឹកដីនៃសន្តិភាពដោយសារនយោបាយឈ្នះឈ្នះនិងការដឹកនាំដ៏ត្រឹមត្រូវរបស់គណៈបកប្រជាជនកម្ពុជាដែលបានការទុកចិត្តពីប្រជាពលរដ្ឋហើយខ្ញុំសូមបញ្ជាក់ថាប្រជាពលរដ្ឋបោះឆ្នោតមិនខុសបំណងទេហើយយើងនឹងខិតខំមិនឲ្យប្រជាពលរដ្ឋខុសបំណងទេបាទគ្មានអ្វីល្អឥតខ្ចោះហើយយើងត្រូវដាក់ទិសដៅធ្វើឲ្យល្អឥតខ្ចោះនេះគឺជាអភិក្រមបានន័យថារាល់ចំណុចខ្វះខាតយើងត្រូវជួសជុលភ្លាមឲ្យធ្វើបានអញ្ចឹងខ្ញុំសូមឲ្យអាជ្ញាធរខេត្តអាជ្ញាធរឃុំអាជ្ញាធរស្រុកខិតខំដោះស្រាយបញ្ហានៅកន្លែងនេះមិនមែនអត់បញ្ហាទេបាទរឿងដីធ្លីរឿងស្អីស្អីក៏មានដែរប៉ុន្តែយើងខិតខំដោះស្រាយបន្តដើម្បីឲ្យការវិវត្តស្របទៅឈប់ឲ្យមានទំនាស់ទៅបាទការដោះស្រាយទឹកមិនខែដំអភិបាលគាត់រងចាំអាទំនប់ទីម៉ានលេខ2ដែលកំពុងទៅពោធិ៍សាត់2គាត់បាញ់រូបថ្ងៃមុនឯដំថោជាថាបាញ់ឲ្យខ្ញុំទំនប់លេខ5ទឹកឡើងពេញស្អាតកន្លែងនោះឥឡូវគាត់ថាបើបានទំនប់លេខ2នេះគាត់លែងពិបាកទៅដោះស្រាយប្រជាពលរដ្ឋទៅដើមគ្នារឿងទឹកព្រោះទឹកឆ្នាំទៅយើងធ្វើលើផែនការនៅក្នុងការធានាទឹកតែ50,000ហិកតាយើងធ្វើដល់ចិត្តជាង80,000ហិកតាស្រែប្រាំងអញ្ចឹងត្រូវដាក់បញ្ជូនបើកទំនប់បាទពីតសាលពីអីមកខ្ញុំឲ្យរាយការណ៍ប្រចាំថ្ងៃទឹកប្រមាណគីបនៅក្នុងជាប្រចាំដាក់ម៉ាស៊ីនបូមទឹកឲ្យប្រជាពលរដ្ឋយើងនិយាយពីកសិកម្មយើងមិននិយាយពីតម្លៃទេយើងនិយាយពីដីកម្មសិទ្ធិយើងនិយាយពីការជួយការធានាទឹកការធានាផ្លូវដឹកជញ្ជូនដើម្បីមានទីផ្សារតម្លៃយើងនឹងខិតខំដោះស្រាយវាឡើងចុះទៅតាមឆ្នាំតែយើងធ្វើការគ្រប់ទំនិញរាប់រយមុខនៅក្នុងប្រទេសរបស់យើងឆ្នាំខ្លះស្រូវឡើងឆ្នាំទៅស្រូវឡើងល្អណាស់អត់មានពីណាជេររដ្ឋាភិបាលរឿងអត់រឿងស្រូវឆ្នាំនេះស្រូវមានបញ្ហាខ្លះស្រូវប្រភេទ OM រោស្វាយចន្ទីឆ្នាំនេះត្រូវប៉ាន់ឡដល់អត់មានពីណារោឬធ្វើល្អរួចខ្លួនទេសចរអៃដាមហួតហាក់នៅទីនេះខែរៀងមនុស្សតិចគេដាក់បទកំសត់គេជេរតាក្រសួងបានដល់ពេលទេសចរមកពីពេញប្រទេសគេអត់មាត់ប្រមាត់កន្លែងខ្លះគេថាអានឹងរូបឆ្នាំចាស់មុនកូវីដទៅជាអញ្ចឹងទៀតប៉ុន្តែទស្សនៈនៃការបញ្ចេញរឿងនោះអ្វីដែលសំខាន់លទ្ធផលលើដីតើទេសចរនៅសៀមរាបមនុស្សច្រើនមែនអត់ទៅចុះទៅសួរអ្នកសៀមរាបចុះទៅមើលអ្នកសៀមរាបឆ្នាំនេះប្រហែលជាមកវឹកអង្គរសង្ក្រាន្តអស់មន់អស់ទាច្រើនភ្ញៀវទៅច្រើនពេកគាត់កាប់លក់ទាំងអស់កាលសង្ក្រាន្តមានពូម្នាក់ក្រុមការងារទៅគាត់ថាឥឡូវខ្ញុំកប់ឥឡូវសល់តែមេមន់សល់តែមន់3ហើយនឹងទា1ទៅសម្រេចចិត្តថាតើទុកវាឬមួយក៏កាប់លក់សិនព្រោះតន់មានទីផ្សារចុងក្រោយក៏ថាកាប់សិនចាំទិញកូនមន់មកចិញ្ចឹមបង្កើតទីផ្សារបង្កើតសេវាជូន tour guide ជូនអ្នករត់ម៉ូតូកង់3ជូនអ្នកនៅតំបន់កំពង់ភ្លុកជូនអ្នកនៅតំបន់ចិត្តដងភ្នំកលែនហៀមកដល់កំពង់ធំមកដែរគេទេបាទកំពង់ធំគាត់មកគាត់អួតពីរឿងផ្លូវគាត់ដាក់សូឡាប្រមាណ1000ដើមទៅដល់ភ្លឺដោយអេដាមអាបាខេតគាត់អួតចឹងគាត់ថាពេលយប់មកដល់ដឹងតែមកដល់គឺមួយភ្លឺចិញ្ចាចដល់ពេលថ្ងៃអត់សម្រាមតែគាត់ឆ្លាតក៏អត់ប្រើមានខេត
អត់សម្រាមមានសម្រាមអត់ខេតគាត់ដាក់បន្ទុកទៅឃុំដាក់បន្ទុកទៅស្រុកសូមសរសើរហ៎ដាក់មេជាការខ្លាចកូនចៅគ្រប់គ្រងតែការបដិញ្ញាចិត្តខ្ពស់ហើយដាក់ទិសដៅធ្វើសំខាន់ដាក់ទិសដៅនៅក្នុងការធ្វើបើយើងមិនដាក់ទិសដៅខ្ពស់យើងមិនខំប្រឹងហើយបើធ្វើមិនបានធ្វើតទៅទៀតមិញគាត់និយាយចឹងបើធ្វើមិនបានដោយប្រការណាមួយយើងនឹងខំប្រឹងធ្វើទៅទៀតកុំឲ្យនេះនឹងយើងដាក់ទៅបាទកុំបោះបង់ចោលបាទទៅលើចំណុចទេនេះគឺជាការវិវត្តហើយខ្ញុំសូមកោតសរសើរនៅតាមបណ្ដារាជធានីខេត្តរួមទាំងខេត្តពោធិ៍សាត់គាត់បង្ហាញខ្ញុំអំពីការប្រែក្លាយក្រុងតំបន់ក្រុងទៅជាតំបន់ដែលសម្រាប់សាធារណៈខ្ញុំឃើញល្អឥឡូវប្រជាពលរដ្ឋយើងស្របជាមួយនឹងតម្រូវការសួនច្បារកីឡាផាសុកភាពកន្លែងខ្លះរៀបចំទីតាំងនៅជិតខេត្តដីសម្រាប់ប្រជាពលរដ្ឋថ្ងៃក្រោយទៅភិកនិកឥឡូវគិតថាយក50គីឡូឬមួយក៏20គីឡូពីក្រុងពីខេត្តឬ10គីឡូបបៀនដីឆាត់ឆ្ងាយជឿខ្ញុំចុះតាម20ឆ្នាំទៀត20គីឡូនឹងคล้ายទៅជាក្រុងហើយបាទវាចិត្តព្រោះក្រុងយើងនឹងរីកអញ្ចឹងតំបន់សេដ្ឋកិច្ចតំបន់ឧស្សាហកម្មទៅនោះវានឹងคล้ายទៅជាបាទកន្លែងខ្លះគឺប្រែពីទីរួមស្រុកទៅទីរួមក្រុងទៅទីក្រុងបាទដូចនៅខេត្តខ្លះមានក្រុងដល់ទៅ2 3ក្រុងរដ្ឋបាលនឹងមានក្រុងទៀតនៅពេលហេដ្ឋារចនាសម្ព័ន្ធមនុស្សច្រើននៅសៀមរាបយើងទៅបង្កើតក្រុងរុនតាឯកមួយថ្មីបន្ថែមទៅក្រុងសៀមរាបដោយសាររដ្ឋបាលហេដ្ឋារចនាសម្ព័ន្ធទៅមនុស្សកម្រិតខ្ពស់អញ្ចឹងយើងរៀបចំហើយប្រជាពលរដ្ឋរបស់យើងនៅទីនេះជាកន្លែងតំបន់អេកូទេសចរច្រើនណាស់គឺសូមរក្សាឲ្យបានល្អហើយអភិវឌ្ឍជាពិសេសភ្ជាប់ជាមួយសហគមន៍បាទធ្វើម៉េចការទាញផលវិនិយោគឲ្យជាប់ជាមួយសហគមន៍ដើម្បីផលបានទៅប្រជាពលរដ្ឋនៅទីនោះកន្លែងណាដែលសហគមន៍អាចធ្វើគឺជួយគាត់នៅក្នុងការបង្កើនសមត្ថភាពក្នុងការវិនិយោគនិងធ្វើដើម្បីទាញផលចឹងធ្វើបែបនេះដើម្បីមានចីរភាពនិងនិរន្តរភាពពួកគាត់រស់ខ្លួនឯងបាទយក business ពីក្រៅវិនិយោគពីក្រៅយើងឲ្យកម្រិតណាមួយដែលមានតុល្យភាពទី1កុំឲ្យសម្លាប់ធុរកិច្ចនៅមូលដ្ឋានអាហ្នឹងគឺកុំយកពីក្រៅមកកុំសម្លាប់យកមកដើម្បីផ្គុំបានន័យថាបើធុរកិច្ចនៅមូលដ្ឋានខ្លះគាត់រីកក៏ឲ្យទៅជាមួយគ្នាទៅបើធ្វើអូតែលធ្វើរីសតធ្វើទៅផ្ទះសហគមន៍ក៏កើតអាចមានផ្ទះសំណាក់ទៅអីឲ្យដើរជាមួយគ្នាទៅបាទអានេះហើយដែលយើងឲ្យធ្វើនៅកំពង់ស្ពឺនៅអីទៅកុំតដើមភ្ញៀវគ្នាផ្ដាច់មុខចែកគ្នារស់កន្លែងតំបន់ធនធានធម្មជាតិកន្លែងតំបន់ឧទាហរណ៍ថាមានទឹកផុសរបៀបអីហ្នឹងការចេញបានចេញអីឲ្យវិនិយោគកុំយកទៅដាក់នៅកន្លែងហ្នឹងដកវាមកប្រមាណគីឡូទៅទុកកន្លែងហ្នឹងជាទ្រព្យសម្បត្តិរួមបើយើងឲ្យយកវិនិយោគទៅដាក់នៅមាត់ហ្នឹងបានន័យថាគាត់ឃ្លុំបេមកប្លុកហ្នឹងដីឯកជនឡើងឲ្យគេចូលហើយសុកចិត្តថយមក1គីឡូ2គីឡូធ្វើជាតំបន់ resort ទៅអានឹងយូរអង្វែងជាងបើសិនជាកន្លែងហ្នឹងល្អទៅដល់សិទ្ធិឯកជនគ្មានពីណាទៅទេបាទទៅចូលទៅបងលុយចូលទៅអីតែបើកន្លែងហ្នឹងធ្វើស្អាតប្រជាជនទៅ picnic ទៅអីគេមកនៅ1គីឡូ2គីឡូដីក៏វាអត់ខាតដែរគេនៅនំកន្លែងនោះវាស្រួលធ្វើ restaurant ធ្វើអីទៅជិះឡាន1គីឡូ2 3គីឡូមកជិះកង់មកមើលទេទឹកពុះឬមួយស្អីហ្នឹងទៅនេះគឺជាកិច្ចការសំខាន់អញ្ចឹងខ្ញុំសូមឲ្យយកចិត្តទុកដាក់ទេសចរបរិស្ថានបាទកន្លែងដែលធ្វើនេះយើងលើកទឹកចិត្តឲ្យមានការវិនិយោគខ្នាតតូចនៅក្នុងតំបន់អភិរក្សតំបន់គ្រប់គ្រងមួយចំនួនដែលការខ្នាតតូចនេះគឺត្រូវអនុវត្តតាមការលក្ខខណ្ឌមួយចំនួនដោយមិនឲ្យឃ្លានលើសពី 30% នៃព្រៃហើយធ្វើយ៉ាងណាឲ្យស្របជាមួយនឹងតំបន់នោះឬមួយក៏ឲ្យសហគមន៍ធ្វើតែម្ដងបាទនៅកន្លែងច្រើននៅក្នុងផ្សារនៅច្រកលៀងនៅស្អីឃើញសហគមន៍គាត់ធ្វើ
គាត់ធ្វើរហូតទៅដល់បង្កើតផ្ទះសំណាក់របស់គាត់ទៀតសហគមន៍យើងជួយធ្វើទៅបង្កើតទៅហើយបើថាកន្លែងហ្នឹងមនុស្សទៅច្រើនសហគមន៍អត់មានសមត្ថភាពធ្វើទេយើងមានវិនិយោគឲ្យមកប៉ុន្តែត្រូវរក្សាលក្ខខណ្ឌទី1កុំឲ្យវាคล้ายទៅជាបាត់លក្ខណៈធម្មជាតិនៅកន្លែងទៅទី2ត្រូវបំពេញគ្នាជួយគ្នាជាមួយសហគមន៍កុំឲ្យសម្រាប់សហគមន៍ខ្លះគាត់ព្រួយបារម្ភគាត់ខ្លាចដោយខ្ញុំជួបបងប្អូននៅក្នុងផ្សារគាត់ថាបើឲ្យគេមានលុយមកគេវិនិយោគពួកខ្ញុំអាជីពដាច់ហើយខ្ញុំថាអត់ទេបើយើងរៀបចំត្រូវគេជួយហៅភ្ញៀវមកបើយើងមានផ្ទះតែ5កន្ទប់ភ្ញៀវអត់មកទេអត់កន្លែងសម្រាប់តែបើបកកើតតែនឹងទៅ10 20 30កន្ទប់មានបាំងគីឡូហើយគេអាចទាញភ្ញៀវមកបន្ថែមទៀតហើយយើងនៅតែដើរ5កន្ទប់របស់យើងនឹងហើយគឺជោគជ័យគេនឹងមកកាន់តែច្រើនមកលេងកន្លែងនេះព្រោះមានកន្ទប់ច្រើនសហគមន៍ធ្វើអត់ទាន់ទេហើយគេមកគឺគេឡើងទៅហូបអីដែលសហគមន៍អាចលក់ដូរបាននេះហើយគឺការជួយគ្នាក្នុងការអភិវឌ្ឍនិងអភិរក្សរបស់យើងមិនអោបដើមឈើមិនឲ្យនេះទេកន្លែងសហគមន៍ដែលអាចរស់ឲ្យគាត់រស់ប្រែคล้ายពីកន្លែងខ្លះដែលយកតែពីអនុផលព្រៃឈើយកមកដើម្បីលក់ដូរបន្តិចតួចទៅជាប្រភពចំណូលផ្សេងគាត់អាចផលិតទំនិញទេសចរឲ្យផ្សេងអាចលក់នេះហើយគឺជាអ្វីដែលយើងត្រូវធ្វើហើយនៅតំបន់នេះនឹងជាតំបន់អាចคล้ายទៅជាតំបន់អេកូទេសចរជាច្រើនបង្កើតការងារនិងការអភិវឌ្ឍមួយចំនួនខ្ញុំសូមឲ្យមើលសន្តាននៅកន្លែងនេះព្រោះជិះមកមិញនេះខ្ញុំឃើញស្អាតបាទខ្ញុំឃើញស្អាតប៉ុន្តែនៅតាមបណ្ដោយផ្លូវនេះមានកន្លែងខ្លះដូចនៅថ្មដាននៅអីហ្នឹងវាខ្ពស់មានសំណង់អីខ្ពស់ប៉ុន្តែនៅតាមផ្លូវមួយចំនួនយើងមើលកន្លែងតំបន់ណាដែលថាជាអេកូទូរិស័មកន្លែងណាដែលត្រូវអភិរក្សដាច់ខាតមិនឲ្យមានវិនិយោគផ្សេងដើម្បីទុកជាតំបន់បៃតងទុកឲ្យសាធារណៈគាត់មកដើរធ្វើ hiking ដើរមកលេងប្រជាពលរដ្ឋទៅលេងបាទយើងអាចរៀបចំទៅជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈដោយប្រគុណកន្ទប់ទឹកអីទៅឲ្យគាត់ទៅបាទកន្លែងសេវាអីតិចតួចតែជាដីរបស់រដ្ឋតដែរមិនឲ្យមានឯកជនកន្លែងណាឲ្យប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវភាពឲ្យគាត់រស់នៅទៅហើយជួយរៀបចំគាត់ឲ្យល្អដើម្បីធ្វើយ៉ាងណាតាក់ទាញហើយកញ្ចប់ទេសចរទាញមកបាទព្រោះគាត់មកមើលអាកន្លែងហ្នឹងមែនប៉ុន្តែគាត់ត្រូវទៅហូបទៅអីនៅកន្លែងចិត្តហ្នឹងអញ្ចឹងយើងផ្គុំគ្នាធ្វើជាកន្លែងបើសិនជាយើងមិនមានកន្លែងហ្នឹងជាកន្លែងតាក់ទាញទេវាទៅជាអស់ភាពតាក់ទាញបានតែគ្មានពីណាមកទៀតទេទៅហួមកហួហើយនេះគឺជាការយកធម្មជាតិដើម្បីចិញ្ចឹមមនុស្សរៀបចំមនុស្សដើម្បីការពារធម្មជាតិរួមគ្នានេះហើយគឺជាការអភិវឌ្ឍដោយចីរភាពនោះបាទអញ្ចឹងខ្ញុំយកឱកាសនេះសារជាថ្មីក៏សូមថ្លែងអំណរគុណទៅដល់អាជ្ញាធរខេត្តទៅដល់ក្រសួងអប់រំទៅដល់មន្ទីរអប់រំខេត្តក៏ដូចជាកាល័យជំនាញអាជ្ញាធរដែលបានខិតខំយកចិត្តទុកដាក់នៅក្នុងការជំរុញការអភិវឌ្ឍវិស័យអប់រំនៅទីនេះដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិរបស់យើងពីអត់ឱកាសមកមានឱកាសតែចាប់ឱកាសត្រូវបង្កលក្ខណៈអញ្ចឹងបង្កលក្ខណៈគឺត្រូវរៀបចំនៅសាលារៀនឲ្យត្រឹមតែចប់សង្គ្រាមអត់មានសាលានៅក្បែរផ្ទះប្រហែលជាពិបាករៀនណាបើមានសាលានៅក្បែរផ្ទះតែអត់ផ្លូវមកពិបាកធ្វើក៏អត់ពិបាកដែររៀនហើយអត់មានឱកាសការងារមិនដឹងទៅណាព្រោះវាដាច់ឆ្ងាយពេកគ្មានពីណាមកនៅកន្លែងនេះក៏មិនកើតអញ្ចឹងហើយការរៀបចំជាកញ្ចប់នៃការអភិវឌ្ឍសម្រាប់ប្រជាជននៅកន្លែងនេះប្រែคล้ายពីកន្លែងមីនកន្លែងផ្លោងកន្លែងវាយគ្នាកន្លែងកាប់ស្លាប់គ្នាកន្លែងគ្មានមនុស្សនៅច្រើនទៅជាកន្លែងដែលកុសកតាមការបង្កលក្ខណៈនេះគឺមានការចូលរួមគ្រប់វិស័យហើយក្នុងនោះវិស័យសុខាភិបាលនិងវិស័យអប់រំនេះដើរតួនាទីសំខាន់ណាស់ហើយខ្ញុំសូមលើកទឹកចិត្តឲ្យខេត្តឲ្យស្រុកនិងក្រុមការងារគណៈពង្រឹងចូលរួមជាមួយក្រសួងអប់រំជាមួយវិទ្យាអប់រំដើម្បីលើកទឹកចិត្តនិងជួយជំរុញទៅដល់ការពង្រឹងវិស័យអប់រំរបស់យើងនៅទីនេះក៏ដូចជានៅទូទាំងប្រទេសនៅទីនេះក្រុមការងារអាយដាមកែវរតនៈគាត់ធ្វើបទបង្ហាញឲ្យខ្ញុំកាលពីពុទ្ធអាណត្តិមុនប្រហែលឆ្នាំមកហើយចងក្រងក្រុមការងារទៅចងក្រងប្រតិកលាជាមួយគ្រូបរិញ្ញា
ជាមួយសាលាជាមួយអីដើម្បីរួមគ្នាធ្វើឥឡូវយើងបតិកលាមួយទៀតការអប់រំទៅអប់រំទាំងអស់គ្នាគឺបតិកលាសាលាជាមួយឪពុកម្ដាយអាណាព្យាបាលតលតែរួមគ្នាទាំងគ្រួសារទាំងគ្រូទាំងនៅសាលាដើម្បីយើងរួមគ្នាអប់រំធនធានមនុស្សនៅវាលវែងនៅប្រម៉ោយនៅលងរៀបនៅថ្មដាឲ្យកាន់តែរឹងមាំថ្ងៃក្រោយអ្នកដែលធ្លាប់តែរស់នៅអតីតសមរភូមិអាចធ្វើការនៅទីនេះចេញទៅធ្វើការនៅកន្លែងក្រៅអាចមានឱកាសចូលរួមនៅក្នុងការដឹកនាំប្រទេសគ្រប់វិស័យទាំងអស់នេះគឺយើងត្រូវរួមគ្នាធ្វើបាទហើយជាពិសេសវិស័យអប់រំនេះត្រូវបន្តទៅទៀតដែលយើងឃើញថាកំណើនប្រជាពលរដ្ឋកំណើនកូនចៅកើនឡើងច្រើនអាគារធ្វើច្រើនឥឡូវនៅទូទាំងប្រទេសយើងកំពុងតែរុញបន្តបន្ថែមទៀតប៉ុន្តែកំណើនប្រជាជនលឿនបាទកន្លែងខ្លះអត់ទាំងមានហេដ្ឋារចនាសម្ព័ន្ធឬរចនាសម្ព័ន្ធផងមានប្រជាជនច្រើនរួចទៅហើយបាទថ្ងៃមុនខ្ញុំឲ្យទៅមើលមកកន្លែងនោះនៅលើផែនទីដើម្បីរៀបចំកម្មវិធីផ្ដាល់ដីជូនប្រជាពលរដ្ឋអត់ដីធ្លីនៅលើផែនទីក្រសួងដែលគាត់មករាយការណ៍កន្លែងនឹងគឺអត់មានមនុស្សទេចុះទៅដល់ជិត200គ្រួសារនៅកន្លែងនោះគាត់ដាំដំណាំកន្លែងផ្សេងអញ្ចឹងការរីកច្រើនណាស់អញ្ចឹងយើងត្រូវរៀបចំកន្លែងរដ្ឋបាលផ្សេងកន្លែងខ្លះយើងប្រជាជនច្រើនពេកយើងបង្កើតបំបែកជាស្រុកបំបែកជាក្រុងបន្ថែមដើម្បីរុញសេវាឲ្យគៀកជាមួយប្រជាពលរដ្ឋអញ្ចឹងការខិតខ្សាការអប់រំការបណ្ដុះបណ្ដាលសុខាភិបាលដែលជាអត្ថិភាព2នៃគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិនេះជាពិសេសពង្រឹងមូលដ្ឋានមណ្ឌលសុខភាពពេទ្យបង្អែកសាលាបឋមដល់សាលាដល់វិទ្យាល័យនេះបូកជាមួយនឹងការរួមផ្សំការជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈក្មួយខ្លះគាត់អត់រៀនចប់វិទ្យាល័យទេគាត់ចប់ថ្នាក់ទី9ទី10យើងចង់ជំរុញណាស់ឲ្យគាត់រៀនដល់ថ្នាក់ទី12ប៉ុន្តែដោយសារកត្តាមួយចំនួនគាត់អត់មានលទ្ធភាពទៅអញ្ចឹងយើងមិនអាចឲ្យកូនចៅប្រជាពលរដ្ឋយើងអត់មានបំណិនណាមួយទេអញ្ចឹងខិតខំជំរុញដែលយើងដាក់ចេញគោលនយោបាយ1,500,000 នាក់ជាអាហារូបករណ៍សម្រាប់បណ្ដុះបណ្ដាលទូទាំងប្រទេសឥឡូវបានជាង10,000 នាក់ហើយនៅតាមបណ្ដាហើយយើងពង្រាយនៅការបណ្ដុះបណ្ដាលនេះយើងចង់ឲ្យកូនចៅប្រជាពលរដ្ឋរបស់យើងយុវជនរបស់យើងគាត់ទៅចូលរៀនបើមិនរៀនយកថ្នាក់បាក់ឌុបក្នុងពេលឥឡូវគាត់ថ្នាក់ទី9ទី10គាត់អាចទៅរៀនយកជំនាញសិនចេញទៅរកការងារសិនថ្ងៃក្រោយគាត់អាចត្រឡប់មករកបាក់ឌុបវិញតាមច្រកណាមួយដើម្បីគាត់អាចទៅរកវិទ្យាល័យមហាវិទ្យាល័យឬមួយអីបន្តទៀតក្រសួងអប់រំនិងក្រសួងការងារខ្ញុំបានឲ្យធ្វើកិច្ចការងារនេះមួយឆ្នាំថ្ងៃមុនបានឯកភាពគ្នាដើម្បីយើងក្រុងអនុវត្តចាប់ពីចុងឆ្នាំទៅនេះគឺការធ្វើបំណែកគឺការតម្រង់ទិសពីថ្នាក់ទី10ទៅបើនេះពីថ្នាក់ទី8ទី9ចាប់ដើមណែនាំដល់ថ្នាក់ទី10ទៅគាត់រើពីណាទៅរៀនបន្តនៅវិទ្យាល័យពីណាដែលត្រូវទៅរៀនចំណេះដឹងទូទៅដើម្បីយើងជួយបណ្ដុះគាត់រៀនដល់ថ្នាក់ទី12មួយបានវិញ្ញាបនបត្រកម្រិតណាមួយដែលអាចទទួលស្គាល់បានដោយក្រសួងអប់រំនិងក្រសួងការងារហើយថ្ងៃក្រោយគាត់ទៅធ្វើការបានជំនាញមកអ្នកដែលមានជំនាញអ្នកដែលអត់ជំនាញធ្វើការងារខុសគ្នាបៀវត្សខុសគ្នាធ្វើការងារនៅរោងចក្រតែមួយអាចបៀវត្សខុសគ្នាស៊ីសងលើជំនាញបូកជាមួយបទពិសោធន៍អញ្ចឹងយើងធ្វើយ៉ាងណាឲ្យបងប្អូនរបស់យើងហើយអ្នកខ្លះគាត់រៀនហើយគាត់ធ្វើការហើយថ្ងៃក្រោយគាត់មានពេលវេលាគាត់មានឱកាសចង់ត្រឡប់ទៅយកបញ្ញាបត្ររងបញ្ញាបត្រវិញគាត់អាចធ្វើបាននេះដែលយើងធ្វើច្រកបានអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកពោធិ៍សាត់ប្រជាពលរដ្ឋនៅវាលវែងក៏ដូចជានៅគ្រប់កន្លែងទាំងអស់ឯកឧត្តមអភិបាលជួយបន្តជំរុញលើកទឹកចិត្តរស់ជាពិសេសយុវជនក្រៅប្រព័ន្ធរបស់យើងដែលគាត់អត់មានឱកាសរៀនសូត្របញ្ចូលទៅក្នុងកម្មវិធីហ្នឹងបណ្ដុះបណ្ដាលគាត់ទៅធ្វើកម្មវិធីថ្ងៃសៅរ៍ថ្ងៃអាទិត្យឬមួយអីព្រោះគាត់មករៀនយើងរត់ចេញលុយឲ្យទៀតមួយខែ280000បាទអត់ពីមុនយកលុយទៅបង់គេរៀនឥឡូវរត់បង្រៀនឲ្យលុយទៀត
ដើម្បីធ្វើយ៉ាងណាឲ្យក្មួយបងអាចមានចំណេះដឹងអាចធ្វើការបានទៅថ្ងៃក្រោយជួយខ្លួនឯងជួយគ្រួសារជួយសង្គមជាតិឲ្យកាន់តែច្រើនអញ្ចឹងសូមបន្តលើកទឹកចិត្តបន្ថែមជួយជំរុញបាទជំនាញគ្រប់ទាំងអស់មានទាំងជំនាញដូនតាទៀតកន្លែងខ្លះជំនាញដូនតាជំនាញឆ្លាក់រូបជំនាញត្បាញជំនាញអីបើគាត់នៅក្នុងកន្លែងសិប្បកម្មកន្លែងអីយើងធ្វើឲ្យនេះគឺជាការខិតខំយកចិត្តទុកដាក់ក្នុងការកសាងទុនធានមនុស្សរៀនទាំងក្នុងសាលាហើយក្នុងសាលាត្រូវយកចិត្តទុកដាក់ទៅលើការពង្រឹងទៅលើការអប់រំសីលធម៌សុជីវធម៌បូកជាមួយនឹងចំណេះដឹងទូទៅដែលយើងរុញក្រសួងអប់រំក៏បានរុញគណៈកម្មការពង្រឹងវិស័យអប់រំក៏ជំរុញហើយយើងបន្តរួមគ្នាហើយគ្រួសារសាលារៀនបានចូលរួមច្រើនហើយខ្ញុំក៏លើកទឹកចិត្តហើយអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នានៅទូទាំងខេត្តនៅទូទាំងស្រុកថ្នាក់ដឹកនាំសាលាដែលខិតខំយកចិត្តទុកដាក់នៅក្នុងការធ្វើកិច្ចការងារបានល្អដើម្បីយើងធានាធ្វើយ៉ាងណាឲ្យប្រទេសជាតិយើងបានរីកចម្រើនដោយចីរភាពយើងអត់ពឹងទេប្រទេសណាទេយើងអត់ចំណែនឬរសើបជាមួយអ្នកណានោះទេពេលខ្លះខ្ញុំឃើញម្សិលមិញទៅខួបនគរបាលសិក្ខាកាមនគរបាលយើងបញ្ជូនទៅរៀននៅប្រទេសជិតខាងមិនខុសពីយោធាមិនខុសពីស៊ីវិលនៅរៀននៅវៀតណាមរៀននៅឡាវរៀននៅថៃរៀននៅចិនរៀននៅជប៉ុនរៀននៅម៉ាឡេស៊ីរៀននៅរុស្ស៊ីរៀននៅអាមេរិកនៅបារាំងគេក៏មានបញ្ជូនសិក្ខាកាមគេមកខ្លះវគ្គវែងរៀនភាសាខ្លះវគ្គខ្លីរៀនសិក្ខាសាលាមួយចំនួននៅទីដឹកទៅវាអត់មានអីខុសទេអញ្ចឹងការខិតខំបដោះបដាលបន្ថែមទាំងវិស័យអប់រំនេះគឺល្អនេះគឺជាមូលដ្ឋានសម្រាប់កសាងនូវភាពរឹងមាំនិងអធិបតេយ្យភាពរបស់កម្ពុជាអ្នកខ្លះឲ្យតែឃើញនិស្សិតយើងទៅរៀននៅវៀតណាមគេថាប្រែក្លាយទៅជាវៀតណាមអស់ហើយឲ្យតែឃើញសិក្ខាកាមយើងនិយាយភាសាវៀតណាមមួយម៉ាត់ថាអូទៅអស់ហើយឃើញឲ្យខ្មែរទៅរៀនភាសាគេអស់ដល់ពេលសិក្ខាកាមវៀតណាមរៀនភាសាខ្មែរនិយាយភាសាខ្មែរដឹងគេថាម៉េចឃើញវៀតណាមកំពុងបង្រៀនជនជាតិគេឲ្យមកត្រួតយើងខុសទាំងអស់យើងរៀនភាសាវៀតណាមក៏ខុសថាយើងទៅធ្វើក្រមគេរៀនភាសាយើងថាគេបន្ទួតយើងបងប្អូនដែរទស្សនៈនៃការព្រួយបារម្ភអំពីការបាត់បង់ទឹកដីការបាត់បង់អីពីណាក៏ត្រូវតែមានប៉ុន្តែមិនត្រូវបង្កើតនៅគំនិតជ្រុលនិយមខ្លាចហួសទៅដល់នេះបើខ្លាចគេពង្រឹងខ្លួនឯងទៅបើខ្លាចគេយករបស់នឹងត្រូវពង្រឹងសមត្ថភាពខ្លួនឯងបើខ្លាចគេដណ្ដើមយកសង្សាររបស់ខ្លួនត្រូវយកចិត្តទុកដាក់បង្កើនភាពកក់ក្ដៅរបស់សង្សារនៅក្នុងយើងឲ្យមែនតែនបង្កើនសមត្ថភាពយើងទៅសំទោសនិយាយលេងបើយើងមួយថ្ងៃអង្គុយតែខ្លាចគេកេងចំណេញខ្លាចគេមើលងាយខ្លាចគេធ្វើបាបបើមួយថ្ងៃអង្គុយតែខ្លាចនឹងហើយអត់ខំប្រឹងធ្វើអីអានឹងវាខ្លាចជាការពិតទីមួយយើងខ្លាចក្នុងអារម្មណ៍រួចទៅហើយបាក់ទឹកចិត្តខ្ញុំថាតំណាក់តំណងជាមួយប្រទេសវាមិនខុសពីតំណាក់តំណងរបស់ប្រជាជនយើងទេម្នាក់សិតតែមានអ្នកចិត្តខាងម្នាក់សិតតែមានអ្នកធ្វើការជាមួយម្នាក់សិតតែមានអ្នករៀនជាមួយយើងមិនអាចផ្ដាច់ដោយឡែកខ្លួនឯងនោះទេសំបីតែតំណែងមួយបងប្អូនខ្លួនឯងបង្កើតនឹងក៏មានតំណែងទៅដងដែរសួរថាតើយើងកំណត់ការចង់បានឬទស្សនៈរបស់គេបានទេអត់ទេបើយើងខ្លាចតែកុំទៅតំណែងយើងមិនអាចទុកចិត្តមនុស្សគេចង់បានដើរខ្សែលើយើងរហូតស្អីទៅរឿងចង់បានរឿងរបស់គេប៉ុន្តែសំខាន់យើងឲ្យគេដើរខ្សែលើយើងអត់រឿងរបស់យើង
គេចង់បានអីរឿងរបស់គេយើងមិនអាចទៅសុំវល់គេថាកុំមកទៅដើមសង្សារខ្ញុំអត់ទេត្រូវបង្កើនភាពកក់ក្ដៅកុំមកទៅដើមកុំមកយកតំណែងទូរទស្សន៍កុំធ្វើមហូបឆ្ងាញ់ជាងខ្ញុំយកមួយខ្ញុំអស់ហើយអត់ទេកុំធ្វើសេវាល្អជាងខ្ញុំភ្ញៀវខ្ញុំរត់ទៅហាងបងឯងអស់ហើយកុំយើងមិនអាចអង្វរទេទីផ្សារទឹកចិត្តរបស់គេគេចង់ឈ្នះរឿងរបស់គេតែកុំរំលោភដែនដីរបស់ខ្ញុំប៉ុន្តែអ្វីដែលទៅសំខាន់សម្រាប់យើងមិនអាចផ្ដាច់ទំនាក់ទំនងជាមួយអ្នកជិតខាងជាមួយអ្នកធ្វើការជាមួយបងប្អូនបកាទេទោះបីជាទឹកចិត្តគេយ៉ាងណារឿងរបស់គេប៉ុន្តែអ្វីសំខាន់យើងត្រូវបង្កើនសមត្ថភាពរបស់យើងពឹងផ្អែកខ្លួនឯងម្ចាស់ការខ្លួនឯងទើបគ្មានគេមើលងាយយើងធ្វើអីក៏យើងមិនពឹងគេដែរតើតែយើងចេះខ្លួនឯងអញ្ចឹងបើខ្លាចគេយកទឹកដីយើងត្រូវបង្កើនការដោះស្រាយបញ្ហាព្រំដែនបោះបកគោព្រំដែនចរចាកសាងអភិវឌ្ឍព្រំដែនកសាងផ្លូវព្រំដែនឲ្យច្រើនដូចខ្ញុំនិយាយចឹងកន្លែងដែលមិនធ្លាប់ទៅទាំងអស់មានពីណាទៅទុកចោលយើងមិនដឹងថាកន្លែងណាកន្លែងណីតែយើងធ្វើផ្លូវដល់ព្រំដែនយើងបោះបកគោព្រំដែនយើងរុញប្រជាជនយើងទៅអភិវឌ្ឍកសាងផ្ទះនៅព្រំដែនបង្កើតរោងចក្រតាមច្រកព្រំដែននឹងហើយគឺការការពារទឹកដីរបស់យើងហើយយើងធ្វើដោយខ្លួនឯងគ្មានពីណាយកពីណាមកធ្វើជំនួសទេបាទអានេះគឺជាការពារជាក់ស្ដែងយើងចង់ឲ្យយើងម្ចាស់ការគ្រប់វិស័យតើតកូនខ្មែរយើងចេះគ្រប់វិស័យបើមិនចឹងទេយើងត្រូវពឹងគេរហូតចង់ធ្វើស្ពានមួយខ្សែមិនថាតូចថាធំតើទៅពឹងគេថ្លៃផងហើយបើគេមិនមកយើងចប់បើដូចកូវីដមិនអាចឆ្លងព្រំដែនយើងចប់តែដោយសារយើងពឹងសមត្ថភាពកូនខ្មែររបស់យើងជាពេទ្យជាវិជ្ជបណ្ឌិតជាកលៀនុបដ្ឋានជាអ្នកព្យាបាលដែលយើងសង្គ្រោះប្រជាពលរដ្ឋយើងបានយើងធ្វើស្ពានធ្វើអាគារច្រើនណាស់ច្រើនជាន់ដោយកូនខ្មែររបស់យើងធ្វើខ្លួនឯងបានប៉ុន្តែកន្លែងខ្លះនៅពឹងទៅលើអ្នកបច្ចេកទេសចំនួនតែកូនខ្មែរយើងជាវិស្វករធ្វើបានហើយកន្លែងខ្លះទៀតស្ពានឆ្លងទន្លេដូចនៅកំពង់ចាមទន្លេឆ្លងពីកោះប៉ែនទៅកំពង់សៀមគឺកូនខ្មែរវិស្វកម្មខ្មែរធ្វើច្រើនទៀតដែលយើងធ្វើបានដោយសារយើងបដោះបដាលទុនធានខ្លួនឯងនេះហើយគឺការពង្រឹងឯករាជ្យភាពនិងការស្នេហាជាតិស្នេហាទឹកដីកុំខ្លាចគេចង់បានរឿងរបស់គេតែខ្ញុំមិនអោយតាមរយៈការពង្រឹងសមត្ថភាពរបស់ខ្ញុំនិងការទទួលខុសត្រូវរបស់កូនខ្មែររបស់យើងនេះគឺជាការពិតរបស់យើងការអប់រំគឺឈានទៅដល់ការបែបនេះបាទអ្នកប្រម៉ោយថ្ងៃក្រោយចង់មានសិទ្ធិលទ្ធភាពធ្វើការនៅប្រម៉ោយតលតែមានសាលារៀនបើមិនចឹងទេអ្នកផ្សេងមកយកហើយបាទហើយអ្នកប្រម៉ោយក៏អាចទៅរកការងារកន្លែងផ្សេងបានដែរប្រកួតជាមួយអ្នកផ្សេងអញ្ចឹងកិច្ចការដែលយើងធ្វើជាមួយគ្នាមកដល់ម៉ោងនេះខ្ញុំសូមឱកាសពីប្រជាពលរដ្ឋក្នុងការថ្លែងអំណរគុណជាថ្មីចំពោះការខិតខំកសាងនៅទីនេះអរគុណទៅដល់ក្រុមជាងវិស្វកម្មដែលបានធ្វើល្អគឺកិច្ចការងារនេះយកចិត្តទុកដាក់ទៅដល់អាជ្ញាធរខេត្តបន្ទាយអប់រំក្រសួងអប់រំដែលយកចិត្តទុកដាក់នៅក្នុងការបំពាក់គ្រូបំពាក់នៅកម្មវិធីអប់រំផ្សេងដើម្បីឲ្យយើងធ្វើឲ្យបាននៅទូទាំងខេត្តនេះយើងមានច្រើនហើយការពង្រីកបន្ថែមទៀតសម្ដេចតេជោសម្ដេចតេបណ្ឌិតក៏បានខិតខំចូលរួមនៅកសាងទូទាំងប្រទេសហើយក្នុងប្រហែលឆ្នាំនេះខ្ញុំដើរសម្ពោធតែសមិទ្ធផលដែលកសាងរាប់ឆ្នាំមិនទាន់អស់ហើយយើងនឹងបន្តធ្វើតទៅទៀតកន្លែងជូនប្រជាពលរដ្ឋព្រោះតារាបណាកូនខ្មែរនៅតែកើតយើងនៅតែបន្តរុញសាលាឲ្យគាត់រៀនបាទហើយខ្ញុំជឿថាអ្នកវាលវែងប្រកាសជាកើនហើយខ្ញុំជឿថានៅទីនេះមិនស្រួលទឹកដីនេះកើតកូនច្រើនផងព្រោះខ្ញុំចាំតែនៅកន្លែងទឹកដីព្រៃភ្នំក៏ច្រើនតែកូនច្រើនហើយកូនស្រីទៀតអ្នកវាលវែងកូនស្រីកូនប្រុសច្រើនជាងគេកូនស្រីតិចឲ្យតែតំបន់តិចមកដឹងមិនកូនស្រីច្រើនអញ្ចឹងគេថាមិនខូចទេកូនស្រីច្រើនណាខ្ញុំកូនស្រីដែរខ្ញុំអត់ខិលទេតែតាមបានមួយគេដែរ
ឥឡូវកំពុងចរចាយកប្រុសមួយទៀតដូចលំបាកចរចាអីផ្សេងទៅរួចដល់ចរចានឹងពិបាកឥឡូវមានតែចាំកូនគេទៅជួយចរចាជំនួសប៉ុនពិបាកអាពៅហ្នឹងវាថាវាចង់ទៅពៅទិញលបែងតុក្កតាលួងវាក៏វាអត់ព្រមមុំបានអាពៅហ្នឹងគឺថាប្រពន្ធហ្នឹងគាត់ទៅកន្លែងណាដើរគាត់ទៅសំបួងសួងគ្នាគាត់មកក្រុមហ្នឹងទៅដល់ព្រះអង្គខ្មៅមុនបួងសួងចុះឡើងមិនតែគាត់បានកូនទៅអ្នកជួយបួងសួងបានកូនមុនទៅ3នាក់គាត់គ្នាគាត់នៅខាងក្រោយគេទៅជួយបួងសួងនៅព្រះអង្គជ័យព្រះអង្គចោលហើយព្រះអង្គនេះខ្មៅស្រាប់តែមួយឆ្នាំក្រោយអ្នកជួយបានកូនប្រុសចឹងប្រហែលជាព្រះអង្គមើលទៅប្រហែលជាឃើញម្លងតែអត់ទេឥឡូវបានតែប្រជាពលរដ្ឋយើងកំណើននៅច្រើនហើយយើងសង្ឃឹមថានឹងកើនតទៅទៀតប្រទេសខ្លះមានបញ្ហាត្រង់ថាឥឡូវនេះចាប់ផ្ដើមប្រជាពលរដ្ឋថយពួកអ្នកចាស់គាត់ដល់អាយុស្លាប់ច្រើនជាងអ្នកកើតថ្មីប្រទេសជប៉ុនប្រទេសកូរ៉េឥឡូវគាត់នៅក្នុងរយៈពេល10 ឆ្នាំទៅមុខទៀតគាត់នឹងខ្វះប្រជាពលរដ្ឋកម្លាំងពលកម្មច្រើនអ្នកដែលដល់អាយុចាស់ស្លាប់ច្រើនជាងអ្នកដែលកើតថ្មីព្រោះកើតថ្មីឡើងចង់មានកូនដល់ហើយបាទឲ្យរត់ខ្លះចេញលុយឲ្យទៀតបើកើតកូនរត់ឲ្យលុយប៉ុណ្ណេះអត់យកព្រោះការចិញ្ចឹមកូនថ្លៃទី2គាត់ធ្លាប់តែជីវិតរបស់គាត់ឥឡូវវារវល់រៀងខ្លួនមានពេលណាទៅមើលកូនអញ្ចឹងគឺកាន់តែបញ្ហាយើងនៅល្អឡើយបាទអញ្ចឹងអ្នកពោធិ៍សាត់ដូចមិនទាន់ដងសិទេខ្ពស់ប៉ុន្មានទេបាទអញ្ចឹងសូមជូនពរអ្នកពោធិ៍សាត់បាទបង្កើតកម្លាំងពលកម្មក្នុងស្រុកឲ្យកាន់តែច្រើនជូនពរឲ្យមានកូនកាន់តែច្រើនហ៎ជូនពរហ្នឹងក៏សំខាន់ដែរយើងជូនពររីកចម្រើនតែបើអត់ប្រជាជនក៏អត់រីកដែរអញ្ចឹងជូនកាន់តែច្រើនបាទឥឡូវយើងទៅដល់7លាននាក់ដីយើងក៏នៅច្រើនដែរបាទឲ្យបានអញ្ចឹងគឺចុងក្រោយនេះខ្ញុំសូមឲ្យមានមតិមួយចំនួនជូនដល់សាលារៀនក៏ដូចជាខេត្តទី1គឺការពង្រឹងអភិបាលកិច្ចសាលារៀននិងអភិវឌ្ឍប្រព័ន្ធរប់រំឲ្យកាន់តែរឹងមាំមានភាពបរិយាកម្មនិងទំនើបកម្មនិងឆ្លើយតបទៅតាមបរិយាជាតិនិងអន្តរជាតិដែលបាននឹងកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សតាមរយៈការអនុវត្តស្តង់ដារសាលារៀនគំរូក៏ដូចជាការធានានៅសេវាអប់រំដែលមានប្រសិទ្ធភាពនិងគ្រប់គុណភាពប្រកបដោយសមធម៌បរិយាបន្នទី2រិះរោចវិធីសាស្ត្របង្រៀនវិធីសាស្ត្រផ្សេងតាមវិធីសាស្ត្រវាយតម្លៃដើម្បីយើងធ្វើការងារអភិវឌ្ឍខ្លួនឯងជាប្រចាំទី3ជំរុញការរៀនសូត្រពេញមួយជីវិតនិងការអភិវឌ្ឍជំនាញបង្កើតគំនិតផ្ដួចផ្ដើមនិងលើកកម្ពស់ឲ្យឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សពេញវ័យក្នុងការទទួលបានឱកាសសិក្សាជាបន្តបន្ទាប់ដើម្បីរក្សាការប្រកួតប្រជែងនិងសម្របខ្លួនតាមកម្លាំងការងារទី4បន្តកែតម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូដែលត្រូវលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនចេញថ្មីនិងបន្តធ្វើវិក្រិតការគ្រូបង្រៀនឲ្យស្របតាមស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀនរួមទាំងការផ្ដល់វិជ្ជាជីវៈជាប្រចាំនិងផ្ដល់ឧបករណ៍គាំទ្រចាំបាច់ស្របតាមតម្រូវការនិងតម្រូវអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មីនិងការអប់រំ Digital ការបង្រៀនគឺជាបេះដូងនៃប្រព័ន្ធអប់រំដូច្នេះតាមរយៈការពង្រឹងជំនាញរបស់គ្រូបង្រៀនយើងនឹងធានានៅការអប់រំប្រកបដោយគុណភាពនិងភាពច្នៃប្រឌិតការភ្ជាប់គំនិតច្នៃបង្កើតទាំងនោះទៅនឹងជីវភាពជាក់ស្ដែងទី5ត្រូវយកចិត្តទុកដាក់ទៅលើការធ្វើបន្តធ្វើសមាហរណកម្មវិស័យបច្ចេកវិទ្យា Digital ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតបំពាក់នៅឧបករណ៍សម្ភារៈផ្សេងនៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់និងមាតិកាកម្មវិធីសិក្សាកែលម្អមាតិកា Digital និងបង្កើត
មជ្ឈមណ្ឌលអប់រំ Digital ទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបានជាបន្តទី6បន្តលើកកម្ពស់សុខភាពអនាម័យទៅតាមគ្រឹះស្ថានសិក្សានិងត្រៀមវិធានការឆ្លើយតបនិងចូលរួមទប់ស្កាត់ភ្លាមព្រមទាំងបង្កើតការអប់រំសុវត្ថិភាពសិក្សាសុខភាពសិក្សាសុវត្ថិភាពចំណីអាហារនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាពដូចជាការរៀបចំបន្ទប់ស្តង់ដារអនាម័យផ្សេងជាពិសេសគឺការអនុវត្តគោលការណ៍គ្មានសម្រាមដោយអាដាមបានដាក់ខ្ញុំថាចាប់ផ្ដើមពីសាលារៀនតែម្ដងជាគោលកន្លែងនេះរួមគ្នាងាយស្រួលក្នុងការធ្វើបង្កើតទម្លាប់នៅក្នុងការធ្វើការងារទី7ការជំរុញភាពជាដៃគូសាធារណៈនិងសហគមន៍ក្នុងការអប់រំដោយត្រូវបន្តធ្វើសុខដុមនីយកម្មនិងការរៀបចំសេចក្តីណែនាំអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយព្រមទាំងផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងបំផុសស្មារតីរួមទាំងគោលការណ៍ស្ម័គ្រចិត្តសម្រាប់គ្រប់គ្រងដល់ការបន្ថែមមុខវិជ្ជាថ្មីឬការបន្ថែមម៉ោងដើម្បីឲ្យសិស្សចំណាយពេលវេលាកាន់តែច្រើននៅក្នុងសាលារៀនក្រោមការគ្រប់គ្រងនិងដឹកនាំគ្រូបង្រៀនបង្កើតទំនាក់ទំនងល្អរវាងមាតាបិតានិងគ្រូដើម្បីផ្ដល់ព័ត៌មាននិងជួយគ្នាទៅវិញទៅមកនៅក្នុងការសិក្សាទី8បន្តអភិវឌ្ឍកុមារនិងយុវជនឲ្យមានស្មារតីទទួលខុសត្រូវជំនឿលើសមត្ថភាពខ្លួនឯងនិងបង្កើតខ្ជាប់នៅទង្វើវិជ្ជមាននៅក្នុងសង្គមមានសីលធម៌និងការរស់នៅក្នុងភាពជាពលរដ្ឋល្អតាមរយៈការបំផុសចលនាកូនល្អសិស្សល្អមិត្តល្អនិងពលរដ្ឋល្អក្នុងកម្មវិធីយុវជនស្ម័គ្រចិត្តនិងការលើកទឹកចិត្តឲ្យយុវជនចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ព្រមទាំងបន្តបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជំនាញទុនដល់យុវជនសម្ដៅឆ្លើយតបបានទៅនឹងឱកាសការងារនិងភាពរឹងមាំនៃកោសិកាសង្គមទី9បន្តលើកកម្ពស់វិស័យកីឡាដើម្បីកសាងមនុស្សគ្រប់រូបឲ្យមានសុខភាពនិងសុខភាពល្អកាយសម្បទាមាំមួនឆន្ទៈពវុទ្ធអំណត់ព្យាយាមមានវិន័យនិងមានស្មារតីក្រុមគំនិតច្នៃប្រឌិតនិងមានការតស៊ូស្វិតស្វាញទន្ទឹមនេះត្រូវពង្រឹងការគ្រប់គ្រងអប់រំវិស័យអប់រំកាយនិងកីឡាពង្រឹងយន្តការដែលមានស្រាប់រួមទាំងសហព័ន្ធកីឡាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាការបណ្ដុះបណ្ដាលធនធានមនុស្សនិងការលើកទឹកចិត្តដែលជាកត្តាចម្បងក្នុងការបង្កើតឡើងនៅប្រសិទ្ធភាពគុណភាពត្រៀមខ្លួនរបស់អត្តពលិកនិងការពង្រឹងគុណភាពនៃការប្រកួតកីឡាគ្រប់កម្រិតមុននឹងបញ្ចប់ជាថ្មីម្ដងទៀតខ្ញុំសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីនៅក្នុងវិទ្យាល័យហ៊ុនសែនប្រម៉ោយនិងលទ្ធផលសម្រាប់បានគួរឲ្យកត់សម្គាល់ក្នុងកិច្ចការងារអប់រំយុវជននិងកីឡានៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ជារួមនិងសូមកោតសរសើរអាដាមលោកជំទាវថ្នាក់ដឹកនាំលោកស្រីជាមន្ត្រីរាជការនៃរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់មន្ទីរអប់រំយុវជនកីឡានិងគណៈគ្រប់គ្រងដែលបានខិតខំបំពេញតួនាទីនិងភារកិច្ចនិងបានយកអស់កម្លាំងកាយចិត្តចូលរួមជំរុញនិងលើកកម្ពស់វិស័យអប់រំរហូតបានទទួលលទ្ធផលល្អប្រសើររាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់លើវិស័យអប់រំហើយខ្ញុំសូមលើកទឹកចិត្តឲ្យគ្រប់ភាគីទាំងអស់សូមបន្តស្មារតីពូនជ្រុំចូលរួមកសាងអភិវឌ្ឍមូលធនមនុស្សរបស់យើងឲ្យក្លាយជាធនធានប្រកបដោយចំណេះដឹងគុណភាពគុណធម៌មានសមត្ថភាពប្រកួតប្រជែងនិងមានការទទួលខុសត្រូវខ្ពស់តាក់ទងនឹងការទទួលខុសត្រូវនេះខ្ញុំសូមបញ្ជាក់បន្តិចខ្ញុំឃើញប្រជាពលរដ្ឋយើងហាក់ដូចជាវាមានបាតុភិបជាអកុសលម្សិលមិញនេះវាមានរឿងគ្រោះថ្នាក់ចរាចរណ៍មួយដែលមានការស្លាប់មនុស្សម្សិលមួយថ្ងៃបាទដែលជាអកុសលធ្វើឲ្យអ្នករត់ម៉ូតូកង់3ម្នាក់ស្លាប់ហើយអ្នកដែលបង្កនោះគឺជានាយនគរបាលម្នាក់គាត់ដល់អាយុនិវត្តន៍ទៅហើយប៉ុន្តែមិនទាន់ដាក់ចូលនិវត្តន៍តែជាចៃដន្យគឺមានគ្រោះថ្នាក់នេះឡើងហើយគាត់មានជាតិស្រវឹងក្នុងខ្លួនប្រជាពលរដ្ឋទោះបីជាមានគោលការណ៍នេះយើងបានអនុវត្តតាំងពីដើមអាណត្តិមកហើយគឺរាល់ការបុកមនុស្សស្លាប់ដោយមានជាតិស្រវឹងនេះគឺយើងត្រូវអនុវត្តច្បាប់ពើប៉ាត់មិនមែនត្រឹមតែដោះស្រាយនិយាយរួមអាដាមខ្ញុំក៏បានធ្លាប់បញ្ជាក់អាដាមកើតរិទ្ធក៏បានធ្លាប់បញ្ជាក់ដែរគឺគោលការណ៍នេះមិនមែនត្រឹមតែសងលុយរួចខ្លួននោះទេចំពោះអ្នកដែលបុកគេស្លាប់ហើយមានជាតិស្រវឹងក្នុងខ្លួនមិនថាអ្នកនោះជានរណាហើយយើងបានអនុវត្តហើយរហូតទៅដល់មន្ត្រីមួយចំនួនរបស់យើងមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុដែលបុកគេស្លាប់
ប្រហែលឆ្នាំមុនអត់ទាន់មានលេងទេគឺទទួលខុសត្រូវទោះបីជាសងក៏ដោយតែពិតណាស់គ្មានពីណាចង់បកកហេតុទេខ្ញុំជឿថាអ្នកបើកបុកក៏មិនមានចេតនាដែរប៉ុន្តែសកម្មភាពអង្គហេតុនេះវាបានកើតទៅហើយការធ្វើប្រហែសបានធ្វើឲ្យបាត់បង់នៅអនាគតរបស់គ្រួសារមួយជីវិតមនុស្សមួយហើយអញ្ចឹងកិច្ចការនេះគឺយើងត្រូវបន្តអនុវត្តគោលការណ៍នេះហើយប៉ុន្តែប្រជាពលរដ្ឋហាក់ដូចជាមិនទាន់មានភាពច្បាស់លាស់ដោយសារតាមនីតិវិធីម្សិលមិញនេះតុលាការគឺខាត់ខ្លួនដោយនគរបាលហើយត្រូវទុកមួយរយៈដើម្បីធ្វើការស្រាវជ្រាវឲ្យហើយមិនឲ្យលើសពីឧទាហរណ៍ដូច48ម៉ោងដើម្បីបញ្ជូនកសាងសំណុំរឿងទៅតុលាការមិនអាចគ្រាន់តែចាប់ពីឡានមកភ្លាមរុញទៅតុលាការត្រូវកសាងកំណត់ហេតុអីច្បាស់លាស់អញ្ចឹងត្រូវប្រើពេលមួយរយៈតែក្នុងរយៈពេលនេះមានប្រជាពលរដ្ឋជាច្រើនគាត់បារម្ភគាត់ខ្លាចថាអ្នកផ្សេងធ្វើប្រយ័ត្នមន្ត្រីនគរបាលខ្លួនឯងអត់ហ៊ានធ្វើអត់ទេគោលការណ៍គឺច្បាស់ណាស់គោលការណ៍នេះរាជរដ្ឋាភិបាលបានចេញហើយមន្ត្រីអនុវត្តច្បាប់បានហើយព្រឹកមិញស្នងការនគរបាលរាជធានីភ្នំពេញបានចេញបញ្ជាក់ហើយជនគឺថាបង្កបានបញ្ជូនកសាងនីតិវិធីជូនទៅតុលាការហើយកិច្ចការនេះសូមបងប្អូនជឿទុកចិត្តចុះមិនខុសពីរឿងសវឹងបុកគេស្លាប់នៅក្រោមស្ពាននោះទេគឺនឹងត្រូវទទួលខុសត្រូវមិនឲ្យរួចខ្លួនមិនថាជាមន្ត្រីនគរបាលឬមន្ត្រីជាន់ខ្ពស់ណានោះទេបាទរឿងសងដោះស្រាយផលប៉ះពាល់គោលនយោបាយទៅជនរងគ្រោះទៅធ្វើប៉ុន្តែការទទួលខុសត្រូវចំពោះមុខច្បាប់ក៏ត្រូវតែត្រូវធ្វើអត់មានជោគជលនោះទេសូមបញ្ជាក់ប៉ុណ្ណេះហើយសូមឲ្យបងប្អូនឈប់បារម្ភហើយឈប់សំដែងនៅការបន្ទុកចិត្តទៅលើអាជ្ញាធររបស់យើងទៅលើប្រព័ន្ធច្បាប់របស់យើងបានដាក់បទបញ្ជាច្បាស់លាស់ហើយរឿងកិច្ចការទាំងអស់នេះជាពិសេសតាក់ទងរឿងបុកស្លាប់គឺនាយករដ្ឋមន្ត្រីតាមផ្ទាល់តែម្ដងតុលាការនិងសមត្ថកិច្ចក្រសួងសាធារណសុខបានដឹងច្បាស់ហើយបាទគាត់អត់មានទៅធ្វើអីទេយុត្តិធម៌សង្គមត្រូវអនុវត្តច្បាប់ទាំងអ្នកស្លាប់ទាំងអ្នកដែលបង្ករបួសសិតតែគ្មានចេតនាគ្មានពីណាចេតនាទៅបើកទៅឲ្យគេបុកទោះទេកន្លែងខ្លះមានគេថាតូចទឹកនឹងជីវិតលោតចូលឡានអាហ្នឹងឲ្យចូលចេតនាតែតាមថតមកនេះគឺអត់ពៀនទេហើយក៏មិនមានទៅអីដែរនេះទេគឺការបើកបរវាបុកពីក្រោយហើយអ្នកដែលបកខ្ញុំក៏មិនជឿថាគាត់មានចេតនាទៅតាមស្លាប់អ្នកតុកមួយដែរតែរឿងវាកើតទាំងគ្រួសារអ្នករងគ្រោះទាំងគ្រួសារអ្នកដែលបង្កសិតតែត្រូវរងគ្រោះដោយសារអបតវហេតុនេះមួយបាត់ឪពុកដោយសារស្លាប់មួយបាត់ឪពុកដោយសារត្រូវប្រឈមនៅក្នុងពន្ធនាគារទៅតាមច្បាប់ប៉ុន្តែច្បាប់ជាច្បាប់យើងត្រូវអនុវត្តដើម្បីផ្ដល់យុត្តិធម៌សម្រាប់សង្គមរបស់យើងចឹងក្នុងករណីនេះខ្ញុំសូមបញ្ជាក់ពួកចង្កាលណាបើសិនជាមិនមានការបញ្ជាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់រឿងនឹងវានៅរហូតបាទនៅរហូតរឿងខ្លះអ្នកនាំពាក្យចេញក៏មិនស្ដាប់បាទចឹងមិនថាចាំបាច់នាយករដ្ឋមន្ត្រីនិយាយធ្វើអីរឿងច្បាប់ខ្ញុំមិនលូកទេតុលាការសិទ្ធិរបស់គេរឿងច្បាប់របស់ប៉ូលីសអីអនុវត្តតាមច្បាប់ខ្ញុំមិនលូកទេអ្វីដែលខ្ញុំត្រូវរងាប់គឺការព្រួយបារម្ភនិងការបញ្ចេញមតិរបស់បងប្អូនប្រជាពលរដ្ឋដើម្បីបញ្ចប់អញ្ចឹងខ្ញុំសូមយកឱកាសនេះការទទួលខុសត្រូវយើងអប់រំមនុស្សអប់រំកូនចៅរបស់យើងឲ្យរៀនឲ្យចេះទទួលខុសត្រូវរត់គេថាមានគុណធម៌សីលធម៌និងគោរពច្បាប់អញ្ចឹងទោះបីជាមន្ត្រីឬមួយអីចេញទៅក្នុងសង្គមយើងត្រូវអនុវត្តអញ្ចឹងក្នុងករណីមួយនេះខ្ញុំសូមជូនទៅដល់ប្រជាពលរដ្ឋរបស់យើងជាពិសេសបងប្អូនតាមបណ្ដាញសង្គមដែលនៅប្រកាសជិះកប៉ាល់ហោះមកព្រឹកមិញទៅប្រហោះ1ម៉ោងប្រហោះកន្លះម៉ោងនៅតែរឿងហ្នឹង
នៅតែរឿងនៅប្រហោះសារខ្ញុំនិយាយចាស់ប្រហោះសារឯកឧត្តមកើតរិទ្ធនិយាយចាស់ថាមិនឲ្យរួចខ្លួនទេតែគាត់មិននិយាយនោះទេគាត់ដាក់សារនេះបានន័យថាគាត់នៅមិនទាន់ទុកចិត្តខ្លាចគេលួចយកយល់ព្រោះមន្ត្រីនគរបាលអញ្ចឹងខ្ញុំសូមឲ្យបងប្អូនជឿទុកចិត្តទៅលើប្រព័ន្ធច្បាប់របស់យើងជឿទៅលើអាជ្ញាធររបស់យើងករណីនេះនឹងមានការយកចិត្តទុកដាក់ដើម្បីអនុវត្តត្រឹមត្រូវទៅលើគោលការណ៍ដោយករណីបុកស្លាប់កាលពីក្រោមស្ពានជាមួយក្នុងដែលយើងចាប់ផ្ដើមពីអាណត្តិនេះមកប្រហែលករណីនៅជាប់ក្នុងនោះទាំងអស់បាទមិនថាអ្នកឯងជិះអា Lamborghini បុកគេទេចាប់មិនទាន់ឲ្យចេញបាទគឺនៅក្នុងនោះមិនថាជនបរទេសឬជនជាតិខ្មែរនោះទេតែប្រព្រឹត្តបែបនេះគឺត្រូវហើយការដោះស្រាយថាវិការដោះស្រាយសំណងជូនជនប៉ះពាល់ដោះស្រាយត្រូវតែដោះស្រាយប៉ុន្តែដោយនិយាយចឹងមិនមែនបងលុយហើយរួចខ្លួននោះទេករណីបើកស្វឹងហើយបុកគេស្លាប់ហេតុផលណាក៏ដោយមូលហេតុណាក៏ដោយប៉ុន្តែដោយសារអង្គហេតុវាអញ្ចឹងព្រឹត្តិការណ៍វាកើតការបាត់បង់គឺមានអញ្ចឹងយើងត្រូវបន្តអញ្ចឹងក្នុងពេលនេះក្នុងម៉ោងនេះខ្ញុំសូមបញ្ចប់រឿងនេះបញ្ជាក់ប៉ុណ្ណេះហើយត្រឡប់មកយើងវិញគឺថាជាទីបញ្ចប់នៅក្នុងការអបអរសាទរជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគារសិក្សានិងសមិទ្ធផលនានានៅវិទ្យាល័យហ៊ុនសែនប្រម៉ោយចាប់ពីពេលនេះខ្ញុំសូមជូនពរអាដាមលោកជំទាវលោកស្រីភ្ញៀវកិត្តិយសលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សបងប្អូនប្រជាពលរដ្ឋសូមសម្រេចបានជោគជ័យក្នុងគ្រប់ការងារក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពនិងសមប្រកបដោយពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិពានៈកំបីគ្លៀងគ្លាឡើយសូមអរគុណថ្ងៃនេះដែរសម្រាប់ក្រមយុវជនកាយរិទ្ធកម្ពុជាយុវជនកាកបាទក្រហមសហភាពសហព័ន្ធយុវជនកម្ពុជាយុវជនស្រឡាញ់សន្តិភាពយុវជនក្មេងវត្តយុវជនសមាគមរាជសីនិងយុវជនកម្ពុជាសរុប140នាក់ម្នាក់ថវិកា 20,000 រៀលជូនលោកគ្រូអ្នកគ្រូ299នាក់ម្នាក់ថវិកា 50,000 រៀលក្មួយសិស្សានុសិស្សចំនួន 2,193 នាក់ម្នាក់សភៅ2ក្បាលប៊ិចបដើមថវិកា 10,000 រៀលជូនវិទ្យាល័យហ៊ុនសែនប្រម៉ោយថវិកា 2 លានរៀលអនុវិទ្យាល័យលង្រៀបថវិកា 1 លានរៀលសាលាបឋមសិក្សាប្រម៉ោយថវិកា 1 លានរៀលសាលាស្រុកវាលវែងថវិកា 2 លានរៀលក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា 5 លានរៀលហើយជូនក្រុមតន្ត្រីសម័យថវិកា 10 លានរៀលផងដែរហើយក្រុមតន្ត្រីសម័យថ្ងៃនេះមកលេងវាលវែងមានលោកស្រីមេងកែពេជ្ជណាមើលសូមបង្ហាញមុខតិចមើលបាទលោកសូវិចិត្រលោកព្រិមអ្នកនាងខាត់សួស្ដីលោកគីសវិនលោកឃ្យូសបាត់រិទ្ធីលោកកញ្ញាអោមវិជ្ជការលោកភឿនសុភីបកញ្ញាសំរីដាហើយលោកពេជ្រថៃណាតៅវត្តមមហើយក៏មានក្រុមតន្ត្រីអង្គភាពប្រឆាំងភេរវកម្មក្រុមតន្ត្រី6នាក់អ្នកជំនាញ6នាក់ផងដែរអរគុណណាស់បានធ្វើដំណើរមកអបអរសាទរនៅទីនេះមកតាមណាមកតាមពោធិ៍សាត់ទេទៅវិញតាមកោះកុងអីអញ្ចឹងហ៎ទាយដូចត្រូវអរគុណណាស់ជូនពរបាទហើយនេះសិស្សអីក្មួយណាអាយដុលយើងមកចាប់ថតឲ្យតាន់កុំឲ្យពិបាកណាអរគុណជូនពរហើយឥឡូវចេះនៅក្នុងនេះដោយនាយកសាលាលោកគ្រូអ្នកគ្រូវិទ្យាល័យហ៊ុនសែនប្រម៉ោយមើលសុំនាយកសាលានៅណាស្នើសុំកុំព្យូទ័រ20គ្រឿងម៉ាស៊ីន printer 2គ្រឿងនិងម៉ាស៊ីនថតចម្លងលោកគ្រូភ្លើងរត់ឯនេះភ្លើងរត់បាទបើនៅនេះវិរិយអគិសនី3ហើយអ្នកស្រុកអត់មានភ្លើងរត់គេមិនដឹងតើលើកទំនប់វិរិយអគិសនីទៅកន្លែងផ្សេងអ
ចឹងទៅការហ្នឹងអត់ទៅការ projector ឯព្រោះឥឡូវគេបង្រៀនហ្នឹងគេដាក់បាញ់អាហ្នឹងនៅលើទៅការទៅការប៉ុន្មានឥឡូវកុំព្យូទ័រ20គ្រឿងជូន projector 5គ្រឿងអញ្ចឹងជូនកុំព្យូទ័រ20គ្រឿងម៉ាស៊ីន printer 2គ្រឿងម៉ាស៊ីនថតចម្លង1គ្រឿងថែម projector 5គ្រឿងទៀតបាទព្រោះឥឡូវទំនើបជាងរៀនជីវវិទ្យាឬមួយរៀនអីហ្នឹងគាត់អាច download វីដេអូបង្ហាញលើ screen តែម្ដងបង្ការខ្ញុំរៀនអត់ទេលោកគ្រូគូដៃអត់ដូចទេបាទគូកាពះហ្នឹងដូចសត្វនាគអីចឹងទៅតែឥឡូវកាពះគេអាចឃើញចំណីអាហារចូលមកណាអីណាបាទហើយដូចនៅនេះមានបណ្ណាល័យដែរអត់តមានសិស្សអានអត់ឥឡូវសិស្សចូលចិត្តអានទេនៅនេះមើលប្រហែលអ្នកមើលក្មួយប្រហែលអ្នកចូលចិត្តអានសភៅម៉ានអ្នកចូលចិត្តអានតាមទូរស័ព្ទអត់លើកដៃទេដឹងតែទាំងអស់គ្នាចេះឥឡូវបណ្ណាល័យយើងមានយកថ្នាក់មួយរៀនអីអត់ទេយើងយកថ្នាក់មួយរៀបបន្ទប់ឥឡូវចេះសិស្សច្រើនហើយយើងជូនបណ្ណាល័យមួយខ្នងហើយរៀបចំសភៅដើម្បីក្មួយរៀនបង្កើតទម្លាប់អានឲ្យច្រើនឥឡូវខ្ញុំអរគុណណាស់ឃើញទាំងឪពុកម្ដាយឃើញទាំងក្មួយទៅសិស្សអីរៀនឲ្យតាមខេត្តតាមអីរៀបចំកន្លែងអានតាមសួនសាធារណៈថ្ងៃមុនពីណាទេប្រាប់មកខ្ញុំគាត់បើកបណ្ណាល័យមួយតូចទេលក់គាត់ថាក្នុងប្រហែលខែលក់បានរាប់ពាន់ក្បាលបានន័យថាឪពុកម្ដាយជូនកូនមករៀនជូនកូនមកទិញសភៅអានបង្កើតទម្លាប់ឲ្យច្រើនអានតាមទូរស័ព្ទនឹងក៏អានដែរតែកុំភ្លេចអានសភៅបាទអានទូរស័ព្ទហ្នឹងទូរស័ព្ទវាមានប្រភពច្រើនបង្កើតទម្លាប់អានសភៅព្រោះពេលដែលយើងចូលធ្វើការត្រូវមើលអានត្រូវមើលសរសេរបាទអាទូរស័ព្ទនេះបង្កើនចំណេះបូកជាមួយនឹងលំហែកាយមួយចំនួនតែកុំលំហែកាយច្រើនពេកណាបាទកុំមួយថ្ងៃមើលទូរស័ព្ទ3ម៉ោងដល់ហើយសិតតា3ម៉ោងហ្នឹងរឿងភាកឡើងអស់ចំណេះដឹងស្រាវជ្រាវបានច្រើនណាស់គួយហើយចង្កើគ្រូបង្រៀនពីស្អីហ្នឹងវាយចូលក្នុងហ្នឹងឃើញភ្លាមបាទចង់ដឹងពីកាពះពោះវៀនលេអាហារមើល YouTube សំបីតាអ៊ំដូចគ្នាទេប្រធានបទខ្លះយើងអត់ចេះទេកន្លែងខ្លះយើងចង់ដឹងរឿងសាសនាផ្សេងរឿងទស្សនវិជ្ជារឿងបច្ចេកទេសអគ្គិសនីជួនកាលទៅកន្លែងសម្ពោធមួយហ្នឹងគេដាក់របាយការណ៍មកគេសរសេរមកដោយស្រួលអ្នកអានឯកឧត្តមប្រាំងជលសាគាត់អានស្រួលគាត់យល់ដល់យើងអត់យល់តើវាយ YouTube ទៅបានគេបញ្យល់តាមនឹងមេនុមានអីពួកយើងខ្លះបច្ចេកទេសអ៊ំក៏នៅមើលដែររៀនដូចគ្នាអ៊ីនធឺណិតគឺជាបណ្ណាល័យធំឲ្យតែយើងចេះប្រើត្រូវបូកជាមួយបណ្ណាល័យនៅទីនេះអញ្ចឹងទី2នៅសាលាអន្លង់រៀបអនុវិទ្យាល័យបានយកមកអនុវិទ្យាល័យសិស្សប្រហែលណាឡើយ220នាក់អត់ទាន់មានអគារយើងប្រើជាមួយមតីនៅក្នុងបឋមខ្ចីបោះបឋមព្រោះយើងតឡើងជាមួយគ្នាទៅបឋមសិស្សប្រហែលជាង600អញ្ចឹងយើងដូរម៉ោងគ្នាសិស្សច្រើនជាងគេចង់ហៀរបស់គេអញ្ចឹងតលទៅដោះស្រាយមានតែសុំអគារថ្មីយកខ្លួនឯងអញ្ចឹងសុំមួយខ្នង5បន្ទប់អគារទីចាត់ការមួយខ្នងទីចាត់ការអញ្ចឹងសុំអគារសិក្សាមួយខ្នង5កន្ទប់អ្នកសរសេរ5កន្ទប់អ្នកសរសេរអញ្ចឹងមិនថាជំនួយការសេខុសតាមមួយពាក្យគាត់បាត់មួយកន្ទប់អញ្ចឹងជូនមួយខ្នង6កន្ទប់ហើយនឹងអគារទីចាត់ការមួយតាមដំណើរអត់ទេកុំព្យូទ័រដាក់មកគ្រប់អស់ហើយខ
ខ្វះតែ projector មិនទេ បាទហ្នឹងហើយនេះសំណើដើមគេវាយត្រូវមួយខ្នង5បន្ទប់ដល់អ្នកច្រឡងឲ្យខ្ញុំអានអើយមួយខ្នង6កន្ទប់ដល់អ្នកច្រឡងមកខ្ញុំអានមួយខ្នងស្មើ5កន្ទប់បាត់របស់គ្រូមួយកន្ទប់ចឹងមិនថាប៉ុន្តែចេះទៅការកុំព្យូទ័រអីដែរអត់ទៅការចាំបាច់ឥឡូវចេះដោយសារវិទ្យាល័យគេច្រើនជាងចឹងខ្ញុំឲ្យកុំព្យូទ័រ10គ្រឿងសម្រាប់ទាំងបឋមទាំងអនុហើយ printer យើងគ្រប់គ្រងតែមួយឬមួយពីរដាច់អត់ទេខ្ញុំនិយាយរឿងកុំព្យូទ័រកុំនិយាយរឿងអាគារដីឥឡូវនៅក្នុងរចនាសម្ព័ន្ធហ្នឹងមានជាមួយគ្នាគ្រូបឋមនិងគ្រូអនុបាទអញ្ចឹងឥឡូវចេះឲ្យ printer 4គ្រឿង2គ្រឿងទៅបឋម2គ្រឿងទៅអនុហើយម៉ាស៊ីន copy ឲ្យ1គ្រឿងទៅអនុ1គ្រឿងទៅបឋមហើយ projector ហ្នឹងឲ្យទៅ2គ្រឿងទៅអនុ3គ្រឿងទៅអនុបឋមយកឯងបឋមណាសម្រាប់ចាក់តុក្កតាឲ្យ2គ្រឿងដែរទៅបាទចឹងកុំព្យូទ័រទៅ10គ្រឿងមិញចែកគ្នាទៅបឋមប្រើតិចជាងបាទអាច3គ្រឿងទៅបឋមហើយ7គ្រឿងទៅអនុទៅបាទចឹងសូមជូនហើយថែមទៅអាគារជូនតាមសំណើទីចាត់ការនឹងបាទហើយយកបណ្ណាល័យអត់បាទថែមបណ្ណាល័យជូនមួយទៀតបដោះឲ្យក្មួយរៀនអានតាំងពីក្មេងបាទឥឡូវសបោសភៅហើយយើងបាទសប្បាយចេះបាទសូមតាអាគារថែមមនុស្សឲ្យទៀតណាអត់ដល់ប៉ុណ្ណឹងទេបាទអរគុណណាស់បាទហើយឥឡូវនេះខាងសំណើរបស់ស្រុកសំណើរបស់ខេត្តភូមិបកសម្ព័ន្ធ24ទេបើនៅយូរហើយខ្ញុំសូមជាមួយឯកភាពជាគោលការណ៍ហើយសូមឲ្យក្រសួងមហាផ្ទៃបូកជាមួយក្រសួងពាក់ព័ន្ធទាំងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក្រសួងរាយធម្មពលក្រសួងបរិស្ថានអីព្រោះនៅក្នុងដីអីជជែកគ្នាពិនិត្យរៀបចំបង្កើតជាជំហានបាទដើម្បីរៀបចំជូនតែម្ដងតែខ្ញុំឲ្យគោលការណ៍ជាគោលការណ៍ទៅហើយបាទសម្រាប់រៀបចំតែម្ដងដើម្បីផ្ដល់ព្រោះទៅតាមទំហំថវិកាឯជួនកាលយើងអត់អាចរៀបភ្លាមបានទាំង24អាចបច្ចុប្បន្នតែកុំឲ្យយូរពេកយើងធ្វើការប៉ិនប្រឌិតមើលទៅជាក់ស្ដែងជាគោលការណ៍ហើយបាទហើយសូមឲ្យបងប្អូនដែលរស់នៅកន្លែងនោះជួយរួមគ្នាការពារនិងអភិរក្សតំបន់នោះហើយអភិវឌ្ឍតំបន់នោះតែម្ដងបាទហើយចំពោះក្របខ័ណ្ឌ128នាក់នោះទុកឲ្យក្រសួងអប់រំយុវជនកីឡាគាត់ពិនិត្យនៅក្នុងការវិនិច្ឆ័យព្រោះឥឡូវគ្រូបង្រៀនខុសពីមន្ត្រីធម្មតាត្រូវការគុណវុឌ្ឍិមួយចំនួនប៉ុន្តែយើងក៏គិតអំពីអតីតភាពនៃអ្នកចូលស្ម័គ្រចិត្តកិច្ចសន្យានៅតំបន់លំបាកមួយចំនួនអញ្ចឹងក្រសួងអប់រំកំពុងតែមើលធម្មតាត្រូវរៀនគរុកោសល្យ4ឆ្នាំបាទការដែលបញ្ចូលនេះយើងត្រូវគិតកន្លែងខ្លះយើងរើសគ្រូកិច្ចសន្យាតាមការស្ម័គ្រចិត្តដែលបងប្អូនស្ម័គ្រចិត្តប៉ុន្តែយើងត្រូវធ្វើការវាយតម្លៃព្រោះគុណភាពអប់រំអាស្រ័យលើគុណភាពគ្រូអញ្ចឹងយើងត្រូវមើលហើយត្រូវជួយគាត់ដើម្បីឲ្យស្របទៅតាមគុណវុឌ្ឍិកម្រិតណាមួយអាចបើគាត់ធ្វើការយកច្រើនឆ្នាំកន្លែងខ្លះគឺយើងអាចឲ្យគាត់ទៅផ្លូវកាត់បណ្ដៃថាបំពន់រយៈពេលខ្លីជា4ឆ្នាំតែក្រសួងអប់រំកំពុងពិនិត្យមិញបើសុំមកកន្លែងនេះអត់ដឹងតែសុំទូទាំងខេត្តអានឹងទុកឲ្យក្រសួងអប់រំពិនិត្យមើលឲ្យវាយតម្លៃរួមតែម្ដងព្រោះឥឡូវមើលទូទាំងប្រទេសបាទមិញសុំ128ទូទាំងខេត្តទូទាំងស្រុកបាទអញ្ចឹងពិនិត្យមើលឲ្យទូទាំងខេត្តស្រុកជាប់ដឹងក៏មានច្រើនទូទាំងប្រទេសចូលមើលអ្នកអញ្ចឹងយើងរុញតាមនឹងកន្លងទៅខ្ញុំឲ្យកន្លែងខ្លះ4-10នាក់ហ្នឹងគឺកន្លែងដែលរៀងលំបាកឆ្ងាយគួរសមកន្លែងដែលទៅកាប់ស្មៅពីកន្លែងរៀបចំថ្មីអញ្ចឹងកន្លែងនេះយើងនឹងពិនិត្យមើលក្រសួងអប់រំមកហើយបាទសូមឲ្យពិនិត្យមើលឲ្យអធិភាពវាយតម្លៃនៅកន្លែងនេះនៅស្រុកនេះតែម្ដងពីណាដែលគ្រប់លក្ខខណ្ឌហើយអាចបំពន់អីមួយចំនួនយើងឲ្យទ
ទទួលបានមិនបាន128នាក់ព្រាមទាំងអស់ក៏ពិនិត្យមើលលក្ខខណ្ឌពិនិត្យណាមួយដើម្បីអាចជួយមើលផងដែរបាទដើម្បីជួយចឹងចម្លើយខ្ញុំឆ្លើយបានប៉ុណ្ណឹងមានសង្ឃឹមតែបើសុំម្ដងច្រើនបាក់ឆ្លើយដែរព្រោះបើយើងឲ្យមិនស្រួលកន្លែងខ្លះដែលព្រោះលោកគ្រូអ្នកគ្រូជាច្រើនគាត់ថាគ្រូបង្រៀនតែខ្ញុំឲ្យកន្លែងខ្លះគោលការណ៍សារលោកគ្រូអ្នកគ្រូដែលបង្រៀនគាត់ថាអត់ទេត្រូវមានស្តង់ដារត្រូវបង្រៀនត្រូវអីអញ្ចឹងបាត់យើងត្រូវមានព្រោះទទួលខុសត្រូវលើអាយុជីវិតរបស់មនុស្សមិនបញ្ហាអាយុជីវិតរឿងសុខភាពរឿងស្អីនោះទេប៉ុន្តែអាយុជីវិតក្នុងន័យអនាគតរបស់គេតើគេរៀនគុណភាពប៉ុណ្ណាវានឹងចេញទៅជាគុណភាពមនុស្សដែលទៅប្រកួតប្រជែងក្នុងសង្គមបើសិនជាស្រុកវាលវែងគុណភាពមិនសូវខ្លាំងគ្រូមិនសូវប្រកែចេញទៅក្រៅធ្វើការមិនសូវច្បាស់អត់ឈ្នះគេពិបាកអញ្ចឹងយើងត្រូវទទួលខុសត្រូវសូមទោសលោកគ្រូអ្នកគ្រូទៅវាលវែង123នាក់ដែលគិតថាខ្ញុំឲ្យសញ្ញាវិជ្ជមាន100% អត់តទេតែឲ្យអតិភិបដើម្បីពិនិត្យមើលកន្លែងនេះនៅក្នុងការគិតគូរកម្រិតណាមួយជាអតិភិបក្នុងការពិនិត្យហើយតែយើងត្រូវទទួលខុសត្រូវជាមួយឪពុកម្ដាយមិនមែនថាលោកគ្រូអ្នកគ្រូអត់គុណវុឌ្ឍទេតែខ្ញុំមិនអាចទៅនិយាយជំនួសក្រសួងអប់រំតែធ្វើដូចគ្នាបាទហើយអរគុណអាបាខេតដែលគាត់ព្យាយាមពីអង់គ្លេសគេថា nice try តែទោះជាយ៉ាងណានេះគឺជាការគិតគូរការលើកទឹកចិត្តហើយក៏អរគុណចំពោះឪពុកម្ដាយដែលបានចូលរួមនៅក្នុងការជួយគាំទ្រជួយទៅដល់លោកគ្រូអ្នកគ្រូនៅក្នុងការបង្រៀនកូនចៅរបស់យើងអញ្ចឹងចម្លើយសំណូមពរដូចមានតែប៉ុណ្្នឹងទេបាទអញ្ចឹងប៊ីអស់មកកតុបបាទតែឥឡូវថែម projector សងវិញបាទណាអរគុណហើយសូមជូនពរអាដាមលោកជំទាវអស់លោកហើយអ៊ំពូមីងធ្វើដំណើរត្រឡប់ទៅវិញដោយសុវត្ថិភាពហើយអរគុណណាស់បាទហើយជូនពររីកចម្រើនបន្តទៀតទាំងអស់គ្នាតែថ្ងៃមុខបាទសូមអរគុណ